រដូវត្រជាក់ខ្លាំងមកខ្ញុំត្រូវគ្រូសារមីងគាត់រុញចូលស្រាប់តែឃើញនាងមច្ឆាមីស្មុកដូចខ្ញុំមិនទាន់មើលឲ្យច្បាស់ខ្ញុំក៏ដាច់ខ្យល់ស្លាប់ញាក់ឡើងខ្ញុំកាត់វិញមួយសប្តាហ៍មុនរដូវត្រជាក់ខ្ញុំយកផ្ទះវីឡាក្នុងទីដូរផ្ទះចាស់របស់មីងនៅក្នុងបន្ទប់ទទួលភ្ញៀវមីងរាប់លុយញឹមមិនឈប់ខ្ញុំសើចចំអកជាតិមុនខ្ញុំនាំឪពុកម្ដាយទៅតែគាត់បោកប្រាស់យករបស់យើងអស់ហើយធ្វើឲ្យឪពុកម្ដាយខ្ញុំក៏ខ្ញុំទៅស៊ូអស់ពីតែគាត់រុញខ្ញុំចូលអណ្ដូងដូច្នេះខ្ញុំមិនធ្វើខុសដែរទៀតទេមីងខ្លាចខ្ញុំបដូរចិត្តគាត់ប្រញាប់ឲ្យខ្ញុំចុះហត្ថលេខាភ្លាមលុះចុះហត្ថលេខាគាត់ដកដង្ហើមធំទើបហ៊ានសើចចំអកដាក់ខ្ញុំមិនខ្វល់ទេដើរត្រង់ទៅមាត់អណ្ដូងលុកដៃប៉ះកែមអណ្ដូងគ្រើមក្នុងនោះមានតែស្មៅនឹងមិនឃើញនាងម្ចាស់សោះពេលយប់ខ្ញុំពាក់ឈុតមួយទឹកពន្លឺពីចង្គៀងក្បាលបានអណ្ដូងរើឃើញតែមុខបន្តិចក្រៅពីសារាយនិងស្លឹកឈើមិនឃើញអ្វីទេខ្ញុំទៅកន្លែងដែលធ្លាក់ជាតិមុនស្រាប់តែនឹកឃើញថាយាយថាអណ្ដូងនេះមាននាងមច្ឆាជួយសង្គ្រោះអ្នកចិត្តស្លាប់ក្នុងទឹកត្រជាក់មើលទៅនេះហើយជាមូលហេតុដែលខ្ញុំតាមការចងចាំខ្ញុំប្រើម៉ាស៊ីនរកលោហៈស្វែងរកតំបន់នោះពេលនោះហើយម៉ាស៊ីនបន្លឺសំឡេងឈ្មោះថ្មីខាងក្រោមខ្ញុំប្រើដៃឆ្កេះស្លាយនិងភក់ចេញក្រោមស្រទាប់បៃតងចាស់គឺភ្នំមាសក្រោមទឹកពន្លឺពីចង្គៀងដៃខ្ញុំបានបំភ្លឺឲ្យឃើញពន្លឺខ្ញុំទុកចិត្តរំភើបយកអត្ថមាសមួយដុំមកអោបវាធ្ងន់ខ្លាំងណាស់មិនទាន់បានត្រេកអរផងខ្ញុំចាប់ផ្ដើមព្រួយពីរបៀបដោះស្រាយមាសនេះថ្ងៃបញ្ចប់ពិភពលោកមាសច្រើនមកពីណាមិនដឹងតាមផ្លូវធម្មតាច្បាស់ជាមានបញ្ហាសំណាងល្អខ្ញុំនៅចាំជ្រកអ្នកសម្រុះសម្រួលឈ្មោះឡាវគុយនៅទីដំបូងគាត់មិនហ៊ានបដូរមាសដុំធំបែបនេះទេតែខ្ញុំឲ្យគាត់ដាក់តម្លៃតំបន់ទី10ទីបំផុតគាត់ក៏ដាក់ជាងតម្លៃទីផ្សារខ្ញុំចង់បានតែសុវត្ថិភាពនិងលុយឆាប់ដល់ចុងក្រោយខ្ញុំបដូរបាន300,000លានពីនៅសល់តែ6ថ្ងៃទៀតទេបញ្ជីទំនិញស្តុកខ្ញុំចាំច្បាស់បទពិសោធន៍នេះបានមកពីការលះបង់ជីវិតខ្ញុំតាក់ទងផ្សារទំនើបធំជាច្រើនកន្លែងមុនគេនិងអ្នកផ្គត់ផ្គង់ស្ក្រុមលេខថារៀបចំស្ថានីយ៍ការងារផ្គត់ផ្គង់ក្រុមភាពយន្តខ្ញុំចាប់ផ្ដើមទិញទំនិញយ៉ាងស្កេកគឺបង្ហាប់ថាមពលខ្ពស់20គីឡូក្រាមខ្ញុំបញ្ជាទិញសាច់កំប៉ុង500ប្រអប់ត្រីកំប៉ុងផ្លែឈើកំប៉ុងសុទ្ធតែប្រភេទអាយុកាលជាតោនបន្លែស្ងួតកកវីតាមីនចម្រុះអំបិលនិងស្ករបរិមាណពេញ3កុងតឺន័ររបស់របររស់រានមូលដ្ឋានតាមរយៈឡានត្រូវបានដឹកជម្រកចាស់នៅផ្ទះស្រុកដែលខ្ញុំសម្អាតទុកថ្នាំពេទ្យជារឿងសំខាន់មួយទៀតតាមរយៈឡាវគុយខ្ញុំតាក់ទងអ្នកតំណាងថ្នាំដែលមានសមត្ថភាពថ្នាំអង្គថ្នាំបំបត្តិការឈឺចាប់ថ្នាំជុលដេអំបោះអាល់កុលសម្រាប់មេរោគវីតាមីនមរ៉ាបងរំគីប្រស៊ុំខ្ញុំស្ទើរអស់ស្តុកអស់ស្ថានតូចមួយដោយគិតពីបញ្ហាផ្លូវចិត្តដែលអាចកើតខ្ញុំក៏ស្តុកទុកថ្នាំប្រឆាំងការថប់បារម្ភនិងថ្នាំទាំងអស់ត្រូវបានចាត់ថ្នាក់យ៉ាងហ្មត់ចត់ការបរិច្ឆេទផុតទុកក្នុងទូពិសេសការពារពន្លឺនិងសំណើមឧបករណ៍និងគ្រឿងខ្ញុំបានបញ្ជាទិញម៉ាស៊ីនភ្លើងម៉ាស៊ូត10គ្រឿងហើយក៏មានស្តុកប្រេងគ្រប់គ្រាន់សម្រាប់ដំណើរការច្រើនឆ្នាំធ្វើអ៊ីសូឡង់និងការពារប្រព័ន្ធចម្រោះទឹកខ្ញុំរៀបចំមួយឈុតដាក់ក្នុងអណ្ដូងមានតម្រងច្រើនស្រទាប់និងកាំរស្មីមួយឈុតទៀតជាប្រភេទសំបីតែថ្នាំគ្រាប់សម្រាប់មេរោគដើម្បីទប់ទល់នឹងអាកាសធាតុអាវការពារត្រជាក់កម្រិតខ្ពស់ថង់ដេកនិងបន្ទះកម្ដៅមានគ្រប់ប្រកបរាប់សិបឈុតសម្រាប់បដូរគ្នាចាប់ពីពូថៅរហូតដល់ឈុតឧបករណ៍ជាងឈើមានគ្រប់មុខចំណែកអាវុធខ្ញុំបានរកតាមផ្លូវបានកាំភ្លើងខ្លាំងនិងដាវមុខពី3ដើមគេទុកដាក់យ៉ាងប្រុងប្រយ័ត្ននៅកន្លែងសម្ងាត់ដែលមានតែអ្វីដែលខ្ញុំផ្ដោតជាងគេគឺការរស់រានយូរអង្វែងខ្ញុំចំណាយលុយក្រុមហ៊ុនកសិកម្មបច្ចេកវិទ្យាបញ្ជាទិញប្រព័ន្ធដាំដុះបញ្ឈរកម្រិតខ្ពស់ប្រព័ន្ធនេះប្រើពន្លឺសិប្បនិមិត្តនិងសារធាតុចិញ្ចឹមផលិតដោយចំណាយកន្លែងនិងដាំសារាយបានលឿនសិតនិងបន្លែស្លឹកខ្លះភ្ជាប់ជាមួយគ្រាប់ពូជលូតលាស់លឿនដែលបានជ្រើសរើសថង់ផ្សិតនិងសារធាតុរថយន្តដឹកជញ្ជូនរថឥតឈប់ឈរផ្ទះចាស់ឆាប់ពេញទៅដោយសម្ភារៈគំនរក្នុងពេលតែមួយខ្ញុំក៏តាក់ទងក្រុមសំណង់ប្រាប់គេថាមិនខ្វល់ត្រូវតែធ្វើឲ្យចប់សង់ទីជម្រកជុំវិញអណ្ដូងអគារត្រូវទប់ទល់នឹងសីតុណ្ហភាព1100អង្សាហើយត្រូវមានប្រព័ន្ធអេកូឡូស៊ីមូលដ្ឋានរសៀលថ្ងៃនោះសម្លេងម៉ាស៊ីនធ្ងន់ធ្វើឲ្យភូមិស្ងាត់ឈឹងរថយន្តសំណង់10គ្រឿងបើកចូលតាមផ្លូវភ្នំការសាងសង់ដំណើរជញ្ជាំងកំពុងតែឡើងស្រទាប់អ៊ីសូឡង់ស្រទាប់ការម៉ូដូលធម្មពលឯករាជ្យប្រព័ន្ធចរាចរណ៍ព័ត៌មានលម្អិតធ្វើតាមស្តង់ដារខ្ពស់បំផុតខ្ញុំនៅចាំការដ្ឋានស្ទើរតែមិនបានស្លាយកើតរឿងអីមិនថ្ងៃទី5រចនាសម្ព័ន្ធទីជម្រកដើមហើយមានយកអ្នកភូមិមកមើលលេងទៀតគាត់ចង្អុលទៅផ្ទះធំនោះគ្រូពេទ្យថាមើលនេះក្មួយស្រីឆោតរបស់ខ្ញុំចំណាយ100លានធ្វើគម្រោងហាចាំលុយអស់ប៉ុន្មានថ្ងៃទៀតមើលអញផឹកទឹកអណ្ដូងខ្វាក់នេះរត់អ្នកភូមិសើចទាំងអស់គ្នាធ្វើវិមានហើយចាំលុយអស់មើលអញយំយ៉ាងម៉េចឆោតណាស់ខ្ជះខ្ជាយលុយយ៉ាងនេះខ្ញុំប្រាប់គេបណ្ដេញគេចេញទាំងមានខ្សឹបថាមិនហើយដឹកគេចេញទៅព្រឹកថ្ងៃទី5មនុស្សដែលខ្ញុំរៀបយកឪពុកម្ដាយពីក្រុងមកជន់ពេលគេចុះពីឡានមើលអគារធំដែលជិតរួចរាល់និងសម្ភារគោលដូចភ្នំមុខគេពេញទៅដោយភាពឆ្ងល់ពេលនេះខាងក្នុងទីជម្រកដំឡើងអ្នកទទួលខុសត្រូវគម្រោងសង់លុយចោលគេចាក់ចេញយកកន្លែងស្ងាត់វិញខ្ញុំអង្គុយលើជណ្ដើរមាត់ទីជម្រកមើលអណ្ដូងទឹកស្ងាត់ក្នុងភាពងឹតថ្ងៃស្អែកជាថ្ងៃចុងភាពជីវិតមុនរំលេចដោយមិនអាចគ្រប់គ្រងធ្លាក់ដូចរោមសត្វភ្លាមអគិសនីកាត់ទំនាក់ទំនងទាំងសីតុណ្ហភាពធ្លាក់ដល់1300អង្សាក្នុងកូនសំឡេងឪពុកម្ដាយទាញខ្ញុំពីការគេរត់មកមុខភ័យហេតុអីអ្នកធ្វើការចេញអស់ផ្ទះអញបាត់ហើយខ្ញុំក្រោកឈរយឺតបើកទ្វារធំបង្ហាញផ្លូវទំនើបខាងក្នុងផ្ទុយពីខាងក្រៅដូចបន្ទាយរដប់គេទាំងពីរបើកមាត់ធំស្ងាត់ហើយភ្ញាក់ផ្អើលកូនស្រីនេះនៅតែផ្ទះចាស់អីខ្ញុំមិនពន្យល់ដើរត្រង់ទៅតុបញ្ជាថ្ងៃចុងក្រោយចិត្តដល់នាទីចុងខ្ញុំបើករូបភាពឃ្លាំមើលខាងក្រៅទាំងអស់ព្រៃភ្នំភូមិពន្លឺទីក្រុងឆ្ងាយភ្លឺដូចអ្វីមើលទៅធម្មតាកណ្ដឹងកណ្ដាលអាធ្រាត្រជាតិពុលនៅក្នុងឧបករណ៍វាស់សីតុណ្ហភាពក្រៅបង្អួច0អង្សាសេ30 0អង្សាសេ50 0អង្សាសេ70ចុងក្រោយឈប់នៅ0អង្សាសេ300ពិភពលោកហាក់ដូចជាត្រូវបានចុចធ្លាក់ចូលទៅក្នុងទឹកកកវាមកដល់ហើយទើបតែកន្លងខ្ញុំក្រោកឡើងពិនិត្យប្រព័ន្ធទាំងអស់នៅក្នុងជម្រកចុចប៊ូតុងថាមពលសីតុណ្ហភាពក្នុងបន្ទប់ឡើងដល់20អង្សាវាដូចជាពិភពពីរផ្សេងគ្នាពីភាពត្រជាក់នៅប្រព័ន្ធចរាចរណ៍ខ្យល់ដំណើរការខ្យល់ស្រស់ហូរចូលដោយសំឡេងស្រាលគ្មានក្លិនអ្វីទេបើកម៉ាស៊ីនទឹកស្អាតទឹកថ្លាហូរចេញមកដាក់មួយកែវវែងហើយគ្មានភាពកខ្វក់ភ្លើងសញ្ញានៅក្នុងបន្ទប់ដាំដុះបេប៊ីសារាយនៅខាងមានសញ្ញាលូតលាស់តិចតួចថង់ផ្សិតក៏នៅសាមដែរឧបករណ៍ទាំងអស់មិនមានខ្ញុំមានអារម្មណ៍ស្រួលចិត្តឪពុកម្ដាយដើរតាមប្រព័ន្ធទាំងអស់ដំណើរការធម្មតាដោយទីបំផុតមុខរបស់ពួកគេបង្ហាញទឹកមុខទូរស័ព្ទថ្ងៃទី5នៅក្នុងកាមេរ៉ាឃើញគ្រូសារមីងស្លៀកសម្លៀកបំពាក់ស្អាតគេកញ្ចឹងញាក់ញ័រពីភាពត្រជាក់ជីវិតមុនគេបោកយកវីឡារបស់ជីវិតនេះប្រកាសជានៅវីឡាអស់សាំងនិងសម្ភារៈទ្រាំមិនបានទៅត្រឡប់មកផ្ទះចាស់នៅជួបគេដើរមកដល់មាត់ទ្វារមើលទ្វារបិទចិត្តនឹងរបបមុខពោពេញដោយការភ្ញាក់គូសទ្វារខ្លាំងស្រែកថាបើកទ្វារបើកឲ្យយើងចូលផងខ្ញុំមិនខ្វល់បន្តមើលកាមេរ៉ាគូសទ្វារយូរក៏គ្មានអ្នកដើរវល់នៅក្នុងបរិះម្នាក់ដើរទៅជញ្ជាំងព្យាយាមឡើងតែធ្លាក់ចុះដោយសារជញ្ជាំងស្រីអាក្រក់នេះប្រកាសជាចិត្តណាមិនឲ្យយើងចូលមីងវាស្រែកជាយ៉ាងខឹងគេវើវីនៅទីធ្លាជាង1ម៉ោងចុងក្រោយក៏រួញខ្លួនពីព្រៅចេញទៅឆ្ពោះទៅទីដៅភូមិប៉ុន្មានថ្ងៃក្រោយមិនឃើញគេនៅក្នុងម៉ូនីទ័រទៀតខ្ញុំនិងប៉ាម៉ាក់រស់នៅធម្មតាហូបអាហារដែលស្តុកទុករត់ពិនិត្យឧបករណ៍ថែទាំបន្ទប់ដាំជ្រៅថ្ងៃនោះខ្ញុំពិនិត្យម៉ូនីទ័រដូចរាល់ស្រាប់តែឃើញស្រមោលលេចឡើងក្បែរជញ្ជាំងក្រៅទីជម្រកគឺអ៊ីហ្វូចាគាត់កាន់ពើ
ពន្លឺញាប់ញ័រទៅលើជញ្ជាំងតាមជញ្ជាំងស្វែងរកដុំការគូសមើលបេះដូងខ្ញុំលោតញាប់ជញ្ជាំងក្រៅទីជំរកពង្រឹងពិសេសគាត់មិនគួររកចំណុចតែមិនយូរប៉ុន្មានរបស់គាត់ឈប់នៅជ្រុងជញ្ជាំងទីនោះជារន្ធខ្យល់ដែលខាងក្រៅធ្វើស្ទើរតែដូចជញ្ជាំងតែមួយខ្ញុំឃើញគាត់លូកដៃស្ទាបអង្អែលត្រង់កន្លែងខ្លាញ់បន្លំរំខ្យល់ហាក់ដឹងអ្វីមួយមុខគាត់ញឹមយ៉ាងពេញចិត្តផ្ដើមគាស់របាំងខ្លាញ់បន្លំឲ្យរបើកខ្យល់ត្រជាក់បក់ចូលភ្លាមខ្ញុំក្តាប់ឧបករណ៍អគ្គិសនីដឹងថារន្ធខ្យល់នេះជាប់ទៅប្រព័ន្ធការពារគាត់ចូលទៀតនឹងប៉ះម៉ាស៊ីនតែខ្ញុំមិនទាន់ចុចបន្តមើលម៉ូនីទ័រចង់ដឹងថាគាត់នឹងធ្វើអីពីហ្វូក្រាបក្បែររន្ធខ្យល់ផ្អៀងត្រជាក់ស្ដាប់សំឡេងខាងភ្នែកពេញដោយពន្លឺត្រជាក់ចិត្តណាស់នៅតែគាស់បន្ទះខ្លាញ់បន្លំខ្ញុំសម្លឹងមើលម្រាមដៃដាក់លើប៊ូតុងប្រព័ន្ធការមួយវិនាទីក្រោយគាត់ហែកបន្ទះខ្លាញ់បន្លំចេញលូកដៃចូលរន្ធខ្យល់ភ្លាមសំឡេងរត់បន្លឺឡើងភ្លាមក្បាលបាញ់ខាងក្នុងរន្ធខ្យល់ដំណើរការភ្លាមបាញ់ថ្នាំការពារគ្មានបាញ់ទៅលើដៃដែលកំពុងចាប់គាត់ទាញដៃមកវិញឈឺរហូតដល់ញឹមយកដៃទៅត្រដុសលើព្រើយកមីក្រូហ្វូនដែលត្រៀមទុកដើរទៅរុនបញ្ចេញសំឡេងក្នុងចម្រោកហើយចុចសំឡេងលាន់ពេញភូមិស្ដាប់ទាំងអស់គ្នាផ្ទះនេះជារបស់ខ្ញុំហើយកុំឲ្យអ្នកណាចូលមកនឹងត្រូវប្រព័ន្ធការពារប្រយ័ត្នផលវិបាកសំឡេងមីក្រូហ្វូនលាន់នៅខ្លាំងក្នុងភូមិស្ងាត់អ្នកភូមិជាច្រើនបើកភ្លើងមើលទៅមិននឹកស្មានថាខ្លាំងម្លេះគាត់ភ្ញាក់ផ្អើលហើយតែមិនហ៊ានចូលចិត្តរន្ធខ្យល់រអ៊ូទំហើយរត់ត្រឡប់ខ្ញុំបិទមីក្រូហ្វូនហើយមើលកាមេរ៉ាបន្តគាត់ភ័យនឹងសំឡេងរត់មកសួរខ្ញុំថាមើលទៅចង់ចូលតាមរន្ធខ្យល់ត្រូវថ្នាំបាញ់ការពារបាញ់ខ្ញុំពន្យល់សង្ខេបខ្ញុំបានប្រមានពេញភូមិប្រហែលជានឹងនៅស្ងៀមប៉ម៉ាក់មុខក្បាលមុខពោពេញដោយការប្រាប់ឲ្យខ្ញុំប្រយ័ត្នព្រឹកថ្ងៃបន្ទាប់ក្នុងកាមេរ៉ាឃើញអ្នកភូមិប្រមូលផ្ដុំគ្នាមេភូមិចាស់ឈរកណ្ដាលមានមនុស្សច្រើននៅជុំវិញនឹងឪពុកម្ដាយគាត់កំពុងនិយាយអ្វីមួយមិនមេភូមិកាន់ឈើច្រត់ក្រូវីដៃហាក់ដូចជាកំពុងប្រាប់ខ្ញុំពង្រេកសំឡេងកម្មគេនិយាយគ្នាស្រាលមេភូមិថាឥឡូវជាថ្ងៃចុងក្រោយគួរតែជួយគ្នាទៅវិញកុំគិតចង់ឆក់យករបស់គេនោះមានការត្រៀមខ្លួនយើងអាចទៅចរចាជាមួយប្រហែលជាបានរបស់គាត់ស្រែកឆ្លើយថាចរចាអីផ្ទះនោះជារបស់ខ្ញុំតាំងពីយកល្បិចបោកប្រាស់យកទៅរបស់នៅក្នុងនោះសុទ្ធតែជារបស់អីឲ្យគាត់កាន់កាប់តែយើងមានគ្នាច្រើនចូលទៅតែម្ដងគាត់ជាដណ្ដើមផ្ទះមកវិញបានអ្នកភូមិជាច្រើនចាប់អារម្មណ៍នឹងពាក្យក្រូវីក្បាលយល់ព្រមគេភាគច្រើនអស់បាយហើយឃើញកន្លែងជ្រកកោនមានហូបចិត្តគំនិតអាក្រក់កើតតែក៏មានអ្នកភូមិយល់ស្របតាមគំនិតតាគិតថាវីប្រហារខ្លាំងសហការគ្នាវិញល្អអ្នកភូមិពីរក្រុមឆ្លោះគ្នាមិនព្រមចុះចាប់តែបែកគ្នាមិនប៉ុន្មានថ្ងៃបន្ទាប់ភូមិនៅស្ងប់ស្ងាត់អ្នកយកសហការមិនមករកខ្ញុំទៀតចង់វីក៏មិនហ៊ានធ្វើអីគ្រាន់តែដើរលេងក្បែរកន្លែងជ្រកកោខ្ញុំនៅតែពិនិត្យឧបករណ៍ហើយតមកន្លែងប៉ាម៉ាក់ជួយរៀបចំរបស់របរដាក់អីវ៉ាន់ឲ្យមានរបៀបជាងមុនដើម្បីការពាររឿងខ្ញុំបង្កើនការមើលកាមេរ៉ាមើលគ្រប់ជ្រុងទាំងអស់រសៀលថ្ងៃទី5ខ្ញុំឃើញកូនមីងឈ្មោះសៀវហួយដើរទៅមាត់អណ្ដូងតែដើរទៅមកក្បែរអណ្ដូងមិនដឹងរកអីគាត់អង្គុយចុះលូកដៃរករបស់ក្នុងរន្ធស្រាប់តែភ្នែកគាត់ភ្លឺឡើងដកអីចេញពីរន្ធខ្ញុំពង្រេករូបភាពមើលវាជាដុំមាសតូចមួយប្រហែលជាខ្ញុំទម្លាក់ពេលយកមាសជាប់ក្នុងរន្ធសៀវហួយក្តាប់មាសមើលឆ្វេងមើលស្ដាំឃើញគ្មានអ្នកណាមើលប្រញាប់ដាក់មាសចូលហោប៉ៅរួចធ្វើមុខមិនដឹងក្តីរត់យ៉ាងលឿនទៅភូមិខ្ញុំសម្លឹងមើលក្នុងខ្សែក្នុងចិត្តមិននឹកស្មានថានៅសល់ចៃដល់ឲ្យគាត់រកមាសនេះទុះតូចតែនៅក្នុងបន្ទប់ដេកវាមានប្រកាសជាប្រាប់មីងនិងអ៊ំពួកគេមុខជាមិនបោះបង់ទេខ្ញុំបែរទៅប្រាប់ប៉ាម៉ាក់ពីប៉ាកន្ទូចិញ្ចើមស្រីនេះរកឥតមាសឃើញប្រកាសជាឲ្យប៉ាម៉ាក់វាយើងត្រូវប្រយ័ត្នឲ្យមែនទេម៉ាក់ក៏បារម្ភមុខមិនសូវល្អយើងបិទអណ្ដូងទៅកុំឲ្យគេមកគិតរករឿងខ្ញុំគ្រូវិក្បាលវាមិនល្អទេអណ្ដូងជាប្រភពទឹកសំខាន់បិទទៅវិបត្តិបើគេហ៊ានមកទៀតខ្ញុំមានវិធីដោះស្រាយខ្ញុំដើរទៅក្តារបញ្ជីនិតប្រព័ន្ធការពារម្ដងទៀតធានាថាឧបករណ៍ទាំងអស់ដំណើរការល្អក្រោយរកឥតមាសឃើញខ្ញុំដឹងថាគ្រូសារមីងនឹងកាន់ត្រូវធ្វើឲ្យចម្រុកមានសុវត្ថិភាពបំផុតអណ្ដូងជាប្រភពទឹកស្នូលក៏ជាកន្លែងឥតមាសដែរខ្ញុំបារម្ភពីស្លាកស្នាមពេលយកឥតមាសអាចនៅសល់របស់ដែលសម្រាប់ចិត្តចុះពិនិត្យអណ្ដូងខ្ញុំពាក់ឈុតការពារយកចង្គៀងក្បាលនិងឧបករណ៍គម្របអណ្ដូងហើយចុះទឹកអណ្ដូងរឹតតែខ្វក់ជាងមុនពន្លឺចង្គៀងភ្លឺតែប្រហែល1ម៉ែត្រជុំវិញខ្ញុំចុះតាមជញ្ជាំងបន្តិចចុះទៅពិនិត្យទៅកន្លែងដែលយកឥតមាសពីខ្ញុំបានបិទដោយស៊ីម៉ងរួចហើយមិនឃើញមានសញ្ញាចុះដល់បាត់អណ្ដូងខ្ញុំគូសជញ្ជាំងថ្មកន្លែងឥតមាសពីសំឡេងប្រហោងមិនដូចជាថ្មរឹងទេធ្លាក់ក្នុងជីវិតខ្ញុំប៉ះតែឥតមាសស្រទាប់មិនបានមើលខាងក្រោមខ្ញុំនឹកស្មានតាក្រោមឥតមាសមានកន្លែងទៀតខ្ញុំយកឧបករណ៍បំបែកថ្មដូចចាប់ផ្ដើមគាស់ជញ្ជាំងក្រោមឥតមាសថ្មរឹងណាស់គាស់ជាងកន្លះម៉ោងទើបបានរន្ធតូចខ្យល់ក្តៅហូរចេញពីរន្ធនោះផ្ទុយស្រឡះពីខ្យល់ត្រជាក់ក្នុងអណ្ដូងខ្ញុំបង្កើនកម្លាំងមាត់រូងឲ្យធំល្មមមនុស្សម្នាក់ចូលបានរួចយកពេលសម្ដៅចូលទៅឃើញថាខាងក្នុងជារូងថ្មធម្មជាតិខ្ញុំវាចូលទៅក្តៅតាមសំឡេងទឹកហូរមិនយូរឃើញស្ទឹងទឹកក្តៅមួយទឹកថ្លាឆ្វេងលើផ្ទៃទឹកមានអាប់ស្ដើងថ្មជុំវិញក្តៅវណ្ណអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់នៅលើដីជុំវិញស្ទឹងមានដីខ្មៅក្រាស់មួយស្រទាប់មើលទៅមានជីជាតិខ្លាំងខ្ញុំអង្គុយចុះចាប់ដីមួយក្តាប់ដីទន់ហើយនៅមានសំណើមសីតុណ្ហភាពក្នុងរូងខ្ពស់ជាងប្រហែល15អង្សាមិនរងឥទ្ធិពលពីអាកាសធាតុត្រជាក់ក្រៅប្រហែលជាសារធាតុរ៉ែពិសេសខ្លះរក្សាការរកឃើញនេះធ្វើឲ្យខ្ញុំរំភើបណាស់ស្ទឹងទឹកក្តៅមានប្រភពទឹកមិនចេះហើយដីខ្មៅមានជីជាតិពង្រីកតំបន់ដាំដុះក្រោមដីទោះបីធំដាំដុះមុនប្រើល្អក៏ដោយតែកន្លែងមានកំណត់អាចយកកន្លែងនេះមកដាំដំណាំច្រើនទៀតការរស់នៅយូរអង្វែងរបស់យើងនឹងមានសុវត្ថិភាពខ្ញុំពិនិត្យមើលរូងទាំងមូលប្រកាសថាគ្មានក៏គ្មានផ្លូវផ្សេងទៀតរួចហើយទើបវាត្រឡប់គម្របអណ្ដូងហើយត្រឡប់ទៅទីខ្ញុំប្រាប់ឪពុកម្ដាយភ្លាមពួកគាត់ក៏រំភើបដែរបើថាមានស្ទឹងទឹកក្តៅនិងដីខ្មៅអាចដាំបន្លែច្រើនទៀតមិនចាំបាច់ពឹងតែស្តុកអាហារម៉ាក់ក៏ងក់ក្បាលនៅទីនេះសីតុណ្ហភាពដាំបន្លែប្រកាសជាលូតលាស់ល្អប៉ុន្មានថ្ងៃបន្ទាប់ខ្ញុំចាប់ផ្ដើមរៀបចំពង្រីកខ្ញុំយកឧបករណ៍ពីបន្ទប់ស្តុករៀបដីខ្មៅក្នុងរូងឲ្យរាបស្មើបែងចែកជាតំបន់ដាំដុះរួចយកពីធុងដាំដុះសារ៉ាយដែលលូតលាស់ល្អនិងថង់ផ្សិតមកដាំក្នុងដីខ្មៅខ្ញុំបានជ្រើសរើសគ្រាប់ពូជបន្លែរៀងៗហើយរោយវាលើដីដែលបានរួចចាក់ទឹកក្តៅដើម្បីឲ្យដំណាំលូតលាស់ល្អខ្ញុំបានយកឧបករណ៍ភ្លើងសិប្បនិមិត្តពីកន្លែងមកដោះចេញខ្លះហើយដំឡើងវានៅក្នុងដើម្បីធានាថាដំណាំទទួលពន្លឺគ្រប់គ្រាន់រាល់ថ្ងៃខ្ញុំទុកពេលទៅមើលដំណាំក្នុងរូងភ្នំស្រោចទឹកនិងច្រូតដីឲ្យវាទឹកក្តៅពីរន្ធទឹកកម្ដៅហាក់មានឥទ្ធិពលមិនដល់ប៉ុន្មានថ្ងៃផងគ្រាប់ពូជក៏ដុះពន្លកពណ៌បៃតងខ្ចីផុសចេញពីដីខ្មៅសិតក៏ដុះលឿនជាងមុនប៉ានិងម៉ាក់ក៏ជួយថែទាំកន្លែងដាំដុះជីម៉ាក់យកទឹកក្តៅពីរន្ធទឹកមកដាក់ក្នុងបន្ទប់ទឹកនៃសម្រាប់លាងមុខស្រួលជាងការប្រើទឹកបរិសុទ្ធពីមុនឆ្ងាយសីតុណ្ហភាពក្នុងរូងខ្យល់ក៏សើមនៅក្នុងនោះស្រួលណាស់ពេលខ្លះយើងសម្រាកនៅទីនោះដើម្បីបំបត្តិភាពតឹងតែងថ្ងៃនេះខ្ញុំទៅមើលដំណាំក្នុងរូងភ្នំដូចរាល់ដងពេលដើរចូលជ្រៅទៅក្នុងពន្លឺពីចង្គៀងក្បាលប៉ះនឹងឃើញមានស្នាមព្រើខ្ញុំចូលទៅមើលឃើញថាជាអក្សរឆ្លាក់ព្រោះយូរឆ្នាំណាស់អក្សរខ្លះព្រើមើលមិនច្បាស់ប៉ុន្តែអាចប្រមាណឃើញពាក្យខ្ញុំជូតសម្អាតទឹកនិងធូលីលើជញ្ជាំងថ្មប្រយោគពេញក៏ចាប់ផ្ដើមលេចឡើងព្យាយាមរីកចម្រើននោះនឹងមានផ្លូវរស់ខ្ញុំគិតពិចារណាពីអត្ថន័យពាក្យនេះដដែលជាតិមុនខ្ញុំមិនទាន់យកឥតមាសអស់ទេត្រូវគេរុញធ្លាក់អណ្ដូងមិនបានឃើញរូងភ្នំជាតិនេះយកឥតមាសអស់ក៏ឃើញកន្លែងដែលមានទឹកដីនិងសីតុណ្ហភាពសមរម្យពិតជាផ្លូវរស់មួយ
ប៉ុន្តែអ្នកណាឆ្លាក់អក្សរនេះទុកគេដឹងថាមានអត្តមាសនៅទីនេះហើយដឹងថាមានរូងភ្នំខ្ញុំប្រាប់ប៉ានិងម៉ាក់ពីការរកឃើញគាត់ទាំងពីរក៏ភ្ញាក់ប៉ាស្មានថាប្រហែលជាយូរណាស់មានគេប្រទះឃើញដុំមាសនិងរូងភ្នំចិត្តនេះឆ្លាក់អក្សរទុកជាសញ្ញាបាក់ខ្ញុំចាប់ផ្ដើមមិនដឹងថាមានអ្នកផ្សេងដឹងរឿងសម្ងាត់នេះទៀតខ្ញុំក្រវីក្បាលបច្ចុប្បន្នសញ្ញាណាមួយបង្ហាញថាមានអ្នកដទៃដឹងតែពាក្យនេះធ្វើឲ្យខ្ញុំប្រុងប្រយ័ត្នជាងមុនហើយក៏ចង់ដឹងចង់ឃើញថាយូរប៉ុណ្ណាក៏មិនយល់អត្ថន័យច្រើនចាំតែទុកចោលសេចក្តីស្ដោតលើការការពារជំរំដំណាំក្នុងរូងភ្នំកាន់តែលូតលាស់ដីខ្មៅដែលទទួលទឹកអណ្ដូងក្តៅធ្វើឲ្យបន្លែមិនយូរប៉ុន្មាននឹងប្រមូលផលបន្លែចំណស្បៀងអាហាររបស់យើងកាន់តែមានសុវត្ថិភាពមួយនៅក្នុងម៉ូនីទ័រឃើញរូបអតីតភូមិធាតុនាំអ្នកភូមិពាក់អាវក្រាស់ដើរវង្វេងក្បែរជំរកមុខពួកគេស្លេកស្លាំងដើរមិនរឹងមើលទៅហាក់ដូចជាអស់បាយហើយអតីតភូមិធាតុគូកណ្ដឹងជំរកសំឡេងស្ដាប់ទៅស្គមស្គាំងក្នុងខ្យល់ត្រជាក់ខ្ញុំដើរទៅតុបញ្ជីហើយចុចប៊ូតុងនិយាយភូមិធាតុមានរឿងអីសំឡេងអតីតភូមិធាតុហត់នឿយកូនឲ្យស្បៀងក្នុងភូមិអស់ហើយសិតដែលក៏គោរពមិនឃើញទៀតប្រជាជនចិត្តដាច់ពោះហើយអាចចែកបាយឲ្យយើងបន្តិចបានទេយើងសុខចិត្តដូរយកខ្ញុំស្ទាក់ស្ទើរមួយមុនអ្នកភូមិមិនបានធ្វើបាបខ្ញុំតទេតែគេមើលមិនជួយពេលមីងធ្វើអាក្រក់តែឃើញគេញ័រខ្លួនពីរឿងត្រជាក់ក៏អត់ចិត្តរឹងគ្រប់ចុងក្រោយខ្ញុំសម្រេចចិត្តឲ្យបាយគេបន្តិចចាត់ទុកថាធ្វើល្អដល់ខ្ញុំអាចឲ្យបាយ3ថ្ងៃតែម្នាក់មកយកបានតែកុំសុំច្រើនចាំនៅមាត់ទ្វារខ្ញុំនឹងរុញចេញតាមប្រអប់ខ្យល់ខ្ញុំយកនំក្រៀមនិងកំប៉ុងពីបន្ទប់ស្តុកចែកតាមចំនួនមនុស្សដើរទៅបន្ទប់ប្រអប់ខ្យល់មានទ្វារពីរជាប់កុំឲ្យខ្យល់ត្រជាក់ហូរចូលពេលបើកទ្វារខាងក្នុងដាក់អាហារចូលទៅបិទទ្វារខាងក្នុងឲ្យរួចបើកបង្អួចតូចនៃទ្វារឲ្យអ្នកភូមិមកយកតាមលំដាប់មេភូមិចាស់នាំអ្នកភូមិមកយកអាហារតាមលំដាប់គេនិយាយអរគុណអេតដាច់ខ្ញុំសង្កេតឃើញមីងនិងពូមិនបានខ្ញុំដឹងច្បាស់គេច្បាស់ជានៅគិតចង់បានទីចែកអាហាររួចរាល់មេភូមិចាស់អរគុណម្ដងទៀតហើយនិយាយថាអរគុណចំពោះទឹកចិត្តនេះយើងចង់ចាំនិយាយរួចក៏នាំអ្នកភូមិចាក់ចេញប៉ាម៉ាក់បារម្ភថាឲ្យអាហារគេតើគេគិតថាយើងងាយគេបោកទេហើយមកសុំទៀតខ្ញុំបានប្រាប់ហើយថាយកបានតែគេចេះគិតគេនឹងមិនមកទៀតទេហើយខ្ញុំដាក់កាមេរ៉ានៅបន្ទប់សន្តិខ្យល់ថតពេលគេយកអាហារបើគេរករឿងយើងមានល្ងាចថ្ងៃនោះខ្ញុំពិនិត្យកាមេរ៉ាដូចរាល់ស្រាប់តែឃើញមនុស្សច្រើនអ្នកក្នុងភូមិកំពុងធ្វើអ្នកនាំមុខគឺមីងនិងពូគ្រូសារមីងដើរទៅផ្ទះអ្នកភូមិមិនដឹងនិយាយអ្វីទេពង្រេកសំឡេងកាមេរ៉ាឬសំឡេងមីងនិយាយពីរូងភ្នំនោះមានអាហារច្រើនគាត់ឲ្យយើងតែបន្តិចដូចឲ្យអ្នកសុំទានហេតុអីបានជាគាត់សុខសប្បាយតែម្នាក់យប់នេះយើងទៅប្លន់គ្នាទាំងអស់គ្នាយើងច្រើនគ្នាគាត់ច្បាស់ជាទុកមិនឈ្នះអ្នកភូមិជាច្រើនចាប់ផ្ដើមគ្រប់គ្នាមកក្បាលខ្ញុំភ្ញាក់ផ្អើលមិនងាយរួចពីគេទេពេលនោះកាមេរ៉ាឃើញពូលីលួចរត់ចេញមកពូលីជាជាងឈើចាស់ក្នុងជាមនុស្សស្មោះត្រង់ជីវិតមុនក៏មិនចូលរួមអំពើអាក្រក់គាត់ដើរមកចិត្តទីជ្រកោហើយក្រវីពើទៅទីដៅបន្ទប់សន្តិខ្យល់រួចរត់ត្រឡប់ទៅវិញយ៉ាងខ្ញុំយល់ភ្លាមថាគាត់កំពុងផ្ដោតខ្ញុំមានអំណរគុណបន្តិចខ្ញុំប្រញាប់ដើរទៅមុខតុបញ្ជីខ្ញុំបានបើកឧបករណ៍បំបែករលកសំឡេងនៅវាធ្វើឲ្យគេវិលមុខតែមិនដល់ស្លាប់ទេសាក់ប្រើបណ្ដេញអ្នកភូមិដែលមកឆក់បាយខ្ញុំក៏បានបញ្ចេញយន្តហោះគ្មានឲ្យវាហោះពីលើទីជំរកហើយបើកមុខងារថតពន្លឺយន្តហោះស្រអាប់ណាស់គេមើលមិនសូវឃើញសាក់ថតមុខអ្នកដឹកនាំឆក់បាយមិនយូរប៉ុន្មានមានអ្នកភូមិមួយក្រុមកាន់ឧបដឹកនាំដោយមីងនិងពូដើរមករកទីជំរកគេដើរស្រាលណាស់ច្បាស់ជាចង់មកវីឆ្មក់ពេលដល់ជុំវិញទីជំរកឧបករណ៍បំបែករលកចាប់ផ្ដើមដំណើរអ្នកភូមិឈប់ភ្លាមមុខគេជីចាប់ខ្លាំងគ្រប់គ្នាយកដៃបិទត្រចៀកមានរឿងអីហេតុអីមិនស្រួលម្លេះមានអ្នកស្រែកចេញមកមីងទ្រាំនឹងការវើលមុខស្រែកថាកុំឈប់វាច្បាស់ជាដាក់អីបន្លាចគេប្រញាប់ទៅឆក់យកទំនិញតែឥទ្ធិពលរលកកាន់តែខ្លាំងអ្នកភូមិច្រើនចាប់ផ្ដើមថយរស់ខ្លាំងម្នាក់កាន់ដំបងគប់ទៅទ្វារទីជំរកវាត្រូវទ្វារបោះត្រឡប់ជិះចាប់ខ្លាំងរហូតខ្ញុំបញ្ជាយន្តហោះតម្រង់កាមេរ៉ាទៅមីងពូនឹងអ្នកភូមិដែលគប់ទ្វារថតមុខគេបានច្បាស់ឃើញអ្នកភូមិអស់កម្លាំងពីរលោកគ្រប់គ្នាថយក្រោយខ្ញុំទើបបិទឧបករណ៍មីងនិងពូនៅតែមិនចង់ញុះញង់គេឲ្យប្រញាប់ទៅតែអ្នកភូមិភ័យខ្លាចអស់ហើយតែក្នុងរត់ត្រឡប់ទៅពីរអ្នកនោះក៏ជិះប្រតិចដើរតាមព្រឹកថ្ងៃបន្ទាប់ពេលខ្ញុំពិនិត្យមើលកាមេរ៉ាឃើញមានមនុស្សដេកនៅមុខទីជំរកខ្ញុំពង្រីករូបភាពឃើញថាជាអ្នកភូមិឈ្មោះច័ន្ទសុកគាត់ជាអ្នកគប់ទ្វារកាយយប់មិញចាំងឡើយសាងដេកលើព្រើគ្មានដង្ហើមទៀតខ្លួនរឹងដូចដុំតែគាត់ក្តាប់ដុំមាសតូចមួយជាប់រឿងនេះរាលដាលពេញភូមិយ៉ាងលឿននៅក្នុងម៉ូនីទ័រឃើញអ្នកភូមិឈរពាត់សគាត់មុខពួកគេពេញទៅដោយការភ័យខ្លាចស៊ីវួយមុខស្លេកត្រូវគេសួរចម្លើយយ៉ាងតឹងទីបំផុតគាត់ក៏សារភាពឲ្យដុំមាសដើម្បីឲ្យពួកគេកំ pl ន់យកស្បៀងមិននឹកស្មានថាពាក្យគាត់ដូចចាក់ប្រេងឆាធ្វើឲ្យអ្នកភូមិកាន់តែខឹងមានអ្នកស្រែកឡើងលីនវ៉ាន់អាចយកមាសមកដូរកន្លែងប្រកាសជានៅមានមាសច្រើនគាត់មិនត្រឹមតែលាក់ស្បៀងថែមទាំងលាក់មាសខ្ញុំមើលអ្នកភូមិដែលកំពុងតែខឹងនៅក្នុងខ្ញុំដឹងច្បាស់ពួកគេត្រូវភាពអត់ឃ្លាននិងលោភលន់គ្រប់សង្កត់ហើយប៉ាម៉ាក់ក៏បារម្ភពួកគេគិតថាអ្នកនៅមានមាសទៀតប្រកាសជានឹងមក pl ន់យ៉ាងខ្លាំងខ្ញុំមកក្បាលពិនិត្យប្រព័ន្ធការពារទាំងអស់ភ្លាមឧបករណ៍ប៊ីមការម៉ូនីទ័រនិងដ្រូនដំណើរការល្អទាំងរសៀលថ្ងៃដដែល Info ស្រាប់តែហៅប្រជុំអ្នកភូមិគាត់ឈរនៅទីធ្លាស្រែកថាមេភូមិចាស់ប្រកាសជាលាក់ស្បៀងពីមុនគាត់ទៅសុំជំនួយពីប្រហែលជាលាក់ទុកច្រើនទៀតបើមិនដូច្នោះទេមិនអាចរស់រហូតដល់ពេលយើងគូទៅឆែកផ្ទះគាត់ពាក្យនេះច្បាស់ជាចោទប្រកាន់មេភូមិចាស់ចង់ដណ្ដើមអំណាចតែអ្នកភូមិដែលលោភលន់មិនចេះពិចារណាតសុទ្ធតែយល់ពោមេភូមិចាស់ខឹងញ័រពេញខ្លួនខ្ញុំមិនបានលាក់ស្បៀងតសូម្បីតែអាហារពីចានក៏ចែកគ្រប់គ្នាខ្ញុំអស់ស្បៀងយូរហើយតែគ្មាននរណាជឿគាត់ទេ Info នាំអ្នកភូមិមួយក្រុមស្ទុះទៅផ្ទះមេភូមិចាស់មេភូមិចាស់ចង់រីរ៉ាតែត្រូវអ្នកភូមិរំចេញអ្នកភូមិរកគ្រប់កន្លែងក្នុងផ្ទះគាត់គេអស់គ្រប់កន្លែងហើយតែរកអីញ៉ាំមិនសូវបានមើលទៅមិនព្រមចាញ់ចង្អុលទៅឃ្លាំងអ្នកតាចាស់ហើយប្រកាសជាលាក់ក្នុងនឹងបើឃ្លាំងឲ្យឃើញអ្នកភូមិខ្លះទៅរកឧបករណ៍មកគេវីបំបែកសោឃ្លាំងក្នុងនោះមានតែស្រូវផ្សិតបន្តិចប៉ុណ្ណោះមិនគ្រប់គ្រាន់សម្រាប់ពីឯងថាមិនលាក់ទៀតគាត់ដើរទៅចាប់ពោះឲ្យអ្នកតាចាស់ឯងលាក់របស់ល្អទុកឲ្យខ្លួនឯងអ្នកតាចាស់ព្យាយាមកិច្ចថាអត់ទេពិតប្រាកដអ្នកទាំងពីរចាប់វីគ្នាអ្នកភូមិឯទៀតក៏បែកជាពីរក្រុមមួយជួយគាត់ក្រុមមួយការពារអ្នកតាចាស់រញ៉េញ៉ៃណាស់ខ្ញុំមើលការប្រកួតផ្ទៃក្នុងតាមដឹងច្បាស់ថាគាត់ជាអ្នកបង្កហេតុចង់ឲ្យអ្នកភូមិសម្លាប់អ្នកតាចាស់ឲ្យខ្លួនឯងខ្លាយជាអ្នកដឹកនាំរួចប្រមូលកម្លាំងអ្នកភូមិទាំងអស់មកឆក់យកជំរករបស់ក្នុងភាពរញ៉េញ៉ៃគាត់ស្រាប់តែដកកាំបិតចេញពីថ្នាក់នេះប្រហែលជារកឃើញពីកន្លែងណាមួយអ្នកតាចាស់មិនដឹងខ្លួននៅតែទីងគ្នាគាត់រកឱកាសស្រាប់តែចាក់កាំបិតទៅដៃអ្នកតាចាស់ស្រែកឈឺហើយថយក្រោយអ្នកភូមិទាំងអស់ភ្ញាក់ផ្អើលឈប់វាយគ្នាមួយសន្ទុះគាត់ដូចជាឈួតដើរទៅរុញអ្នកតាចាស់មួយទៀតអ្នកតាចាស់ហើយក៏របួសដែរឈរមិនស្ថិតក្បាលខាងក្រោយប៉ះនឹងស៊ុំទ្វារយ៉ាងខ្លាំងសន្លប់ភ្លាមគាត់មើលអ្នកតាចាស់ដួលភ្នែកភ្លឹបភ្លែតបន្តិចតែឆាប់ស្ងប់ចិត្តវិញស្រែកប្រាប់អ្នកភូមិថាគាត់វីមុនខ្ញុំការពារខ្លួនឥឡូវអ្នកតាចាស់សន្លប់ស្ដាប់ខ្ញុំបន្តរកទៀតផ្ទះគាត់ប្រកាសជាមានរបស់ទុក
អ្នកភូមិខ្លះដែលគាត់ញុះញង់គាត់ចាប់ផ្ដើមរកមើលម្ដងចុងក្រោយនៅក្រោមគ្រែអ្នកភូមិរកឃើញថង់ពោតតូចមួយដែលទុកបាននឹងពីងបន្លែអំបិលនេះប្រហែលជាស្បៀងចុងក្រោយរបស់អ្នកភូមិអ៊ីហ្វូចាប់យកស្បៀងនោះហើយនិយាយថាស្បៀងនេះជារបស់ពីនេះទៅអ្នកទាំងអស់គ្នាត្រូវស្ដាប់យើងទៅប្លន់យកទីជម្រកនិងមាសរបស់លីងធានាថាអ្នកទាំងអស់គ្នាមានអ្នកភូមិឯទៀតទូស្ទាក់តែមើលទៅថង់ស្បៀងនោះហើយនឹកដល់មាសដែលគេនិយាយក៏ស្ងៀមទទួលស្គាល់ការដឹកនាំមានអ្នកចង់ទៅមើលអ្នកភូមិចាស់តែអ៊ីហ្វូគាត់ថាគុំទៅខ្វល់គាត់យើងចែកស្បៀងសិនរួចរៀបគម្រោងប្លន់ទីជម្រកខ្ញុំមើលអ្វីទាំងអស់នេះតាមចិត្តខ្ញុំត្រជាក់ដូចទឹកអ៊ីហ្វូដើម្បីដណ្ដើមហ៊ានធ្វើបាបអ្នកភូមិចាស់យ៉ាងសាហាវហើយថែមទាំងដណ្ដើមយកស្បៀងចុងក្រោយអ្នកភូមិចាស់តែងតែគ្រប់គ្រងគាត់ជាមនុស្សល្អម្នាក់ក្នុងតែឥឡូវត្រូវរងទុក្ខបែបនេះខ្ញុំប្រញាប់ពង្រេករូបភាពមួយដើម្បីមើលស្ថានភាពអ្នកគាត់ដេកនៅលើដីមិនរើមិនដឹងថាស្លាប់ឬនៅអ៊ីហ្វូនាំអ្នកភូមិយកស្បៀងចេញទៅគ្មានអ្នកណាខ្វល់ពីអ្នកភូមិចាស់ទេប៉ាម៉ាក់ក៏ឃើញហែកម៉ាក់ជូតទឹកភ្នែកដោយអត់ទ្រាំអ្នកភូមិចាស់អាណិតណាស់អ៊ីហ្វូហេតុអ្វីចិត្តអាក្រក់ប៉ាដកដង្ហើមធំថាឥឡូវភូមិវឹកវរអស់ហើយអ៊ីហ្វូកាន់អំណាចនឹងរៀបចំមកភ្លាមយើងត្រូវត្រៀមខ្លួនសម្រាប់អ្វីដែលខ្ញុំមកក្បាលដើរទៅតុបញ្ជីពិនិត្យប្រព័ន្ធការពារម្ដងទៀតឧបករណ៍សំឡេងបានសាកដ្រូនក៏ត្រៀមរួចរាល់កាំភ្លើងធំនឹងដាក់នៅកន្លែងដែលអាចចាប់យកបានភ្លាមខ្ញុំដឹងថាការប៉ះទង្គិចធំចិត្តមកដល់អ៊ីហ្វូកំពុងតែខ្វាក់ភ្នែកដើម្បីមាសនិងអាហារគាត់ប្រកាសជីវីប្រហារទីជម្រកដោយមិនគិតថ្លៃខ្ញុំមើលតាមម៉ូនីទ័រឃើញអ៊ីហ្វូប្រមូលអ្នកភូមិរាល់ថ្ងៃមិនដឹងថាគេកំពុងរិះគិតខ្ញុំដឹងជាបន្ទាប់របស់គាត់ច្បាស់ជីវីប្រហារត្រូវតែពង្រឹងការការពារឲ្យខ្លាំងជាងតំបន់ដាំដុះក្នុងរូងខ្លាយជាស្នូនៃការរួមបន្លែដែលយកមកដាំពីមុនដុះល្អខ្ញុំក៏យកគ្រាប់ដំឡូងបារាំងភាគច្រើនទៅដាំក្នុងដីខ្មៅស្រោចទឹកពីរូងក្តៅនិងសីតុណ្ហភាពមិនយូរប៉ុន្មានក៏ចេញពន្លកបៃតងរាល់ថ្ងៃខ្ញុំចំណាយពេល2ម៉ោងថែទាំតំបន់ច្រូតដីស្រោចទឹកដកស្មៅប៉ាម៉ាក់ក៏មកជួយដោយម៉ាក់ទទួលបេសកកម្មបេះបន្លែលឿនប៉ារៀនដាក់ជីឲ្យបន្លែស្រស់ទាំងនេះធ្វើឲ្យអាហារយើងសម្បូរបែបលេងពឹងតែនំប៉័ងស្ងួតនិងកំពុងគុណភាពជីវិតប្រសើរឡើងច្បាស់ម៉ាក់សាក់ធ្វើម្សៅជាមួយទឹករូងក្តៅធ្វើនំបន្លែដែលយើងរសជាតិសាមញ្ញតែជាភាពកក់ក្ដៅដល់កំមកក្នុងប៉ាបន្តបែបនេះបន្លែយើងមិនចេះអស់ទេប៉ាមើលដាំដំឡូងដែលដុះក្រាស់មុខញឹមដោយក្តីសុខទៅថ្ងៃក្រោយទូស្បៀងអស់យើងនៅតែអាចរស់បានពីដំណាំខ្ញុំមកក្បាលចិត្តស្ងប់ច្រើនបើតំបន់ដាំដុះមិនមានបញ្ហាយើងអាចរស់បានយូររាល់ថ្ងៃខ្ញុំមើលកាមេរ៉ាតាមដានសង្កេតមើលចលនាក្នុងភូមិទោះប៉ាគ្រប់គ្រងភូមិបានតែអ្នកភូមិមិនឯកភាពអ្នកខ្លះឆ្លោះគ្នាដោយសារចែកស្បៀងមិនស្មើអ្នកខ្លះរអ៊ូទាំពីមិនអាចប្រមូលកម្លាំងឲ្យមានប្រសិទ្ធភាពខ្ញុំមើលគេប្រយុទ្ធគ្នាមិនចង់ចូលរួមតតែសោះមេរៀនពីជីវិតមុនបង្ហាញមនុស្សលោកខ្លួនគឺខូខើនឹងខ្លួនឯងដើម្បីការពារការវីឆ្មក់ភ្លាមខ្ញុំពង្រឹងទ្វារជ្រកកោនទាឧបករណ៍ចាប់សញ្ញាសម្លេងជុំវិញជញ្ជាំងបើមានអ្នកចូលមកចិត្តនឹងដឹងមុនយន្តហោះគ្មានមនុស្សបើក៏ចែកជាផ្លាស់គ្នាល្បាតលើមេឃធានាថាគ្មានកន្លែងណាមួយប៉ាម៉ាក់ក៏ជួយពិនិត្យសម្ភារៈឧបករណ៍និងអាវុធដែលដាក់កន្លែងងាយស្រួលយកត្រៀមខ្លួនសម្រាប់ស្ថានភាពបន្ទាន់រសៀលថ្ងៃនោះខ្ញុំបើកយន្តហោះគ្មានមនុស្សបើកល្បាតដូចរាល់ថ្ងៃស្រាប់តែឃើញអ្វីមួយខុសប្រក្រតីលើព្រៅក្នុងកែវយន្តហោះឃើញស្នាមឈាមច្បាស់តាមស្នាមឈាមទៅមុខក៏មានស្នាមអូសទាញលាតសន្ធឹងទៅរកភ្នំខ្ញុំញាប់ញ័រក្នុងរេចរូបភាពមើលឲ្យច្បាស់ស្នាមឈាមមើលទៅស្រស់ទំនងជាទើបតែកាត់ឡើងស្នាមអូសទាញធំទូលាយដូចជាមានគេអូសមនុស្សចូលខ្ញុំបើកយន្តហោះតាមស្នាមនោះទៅប្រហែល1គីឡូម៉ែត្រស្នាមបាត់នៅមាត់រូងភ្នំមួយរូងភ្នំលាក់ខ្លួនណាស់មានព្រឹងនិងគុំពោតព្រៃបាំងបើមិនតាមស្នាមទេរកមិនឃើញទេខ្ញុំបើកយន្តហោះពិនិត្យជុំវិញរូងមិនឃើញអ្វីខុសប្រក្រតីចាំតែឲ្យយន្តហោះត្រឡប់មកបន្តតាមដានស្ថានភាពក្នុងត្រឡប់មកជំរកខ្ញុំប្រាប់ប៉ាម៉ាក់ពីអ្វីដែលកន្តើយចិញ្ចើមក្នុងភ្នំប្រកាសជាមានរឿងប្រហែលជាមានគ្រោះថ្នាក់យើងត្រូវប្រយ័ត្នជាងម៉ាក់ក៏បារម្ភដែរតើអាចជាអ្នករស់រានមានជីវិតពីកន្លែងមកទីនេះទេខ្ញុំក៏វិក្បាលនៅមិនទាន់ដឹងច្បាស់ទេតែស្នាមឈាមនិងស្នាមអូសទីមិនមែនជាសញ្ញាល្អក្នុងបន្ទប់ដេកស្ថានភាពមិនដឹងច្បាស់ណាមួយអាចនាំគ្រោះថ្នាក់ដល់ជីវិតខ្ញុំកែប្រែផ្លូវល្បាតយន្តហោះភ្លាមបង្កើនការតាមដានព្រៃភ្នំក្រៅភូមិជាពិសេសរូងភ្នំលាក់ខ្លួននោះរៀងរាល់កន្លះម៉ោងឲ្យយន្តហោះទៅពិនិត្យម្ដងក្នុងពេលតែមួយខ្ញុំបានពិនិត្យប្រព័ន្ធការពារទីជំរកម្ដងដើម្បីប្រាកដថានឹងម៉ាស៊ីនអគ្គិសនីដំណើរការល្អខ្ញុំក៏បានរាប់អាវុធឡើងវិញថ្មរបស់ឧបករណ៍សាកថ្មពេញហើយដែលខ្ញុំដាក់ក្នុងថតតុបញ្ជីអាចយកបានភ្លាមប៉ុន្មានម៉ោងបន្ទាប់ខ្ញុំចាំមើលកាមេរ៉ាស៊ូមគ្មានអ្វីខុសប្រក្រតីអ៊ីហ្វូកំពុងហៅប្រជុំអ្នកមើលទៅគ្មានអ្នកណាបាត់ស្នាមឈាមនិងស្នាមអូសនោះតែជារបស់អ្នកហើយក្នុងរូងភ្នំលាក់អ្វីសំណួរទាំងនេះធ្ងន់ដូចថ្មដាក់ក្នុងចិត្តខ្ញុំក្រោយពេលខ្ញុំបើកដ្រូនទៅរូងភ្នំនោះម្ដងទៀតមើលតាមរបៀបពេលយប់ក្នុងរូងនៅតែងឹតឈឹងគ្មានពន្លឺអ្វីតក៏មិនមានសំឡេងអ្វីដែរតែខ្ញុំសង្កេតឃើញព្រលមាត់រូងត្រូវគេជន់បន្សល់ទុកស្នាមជាតិខ្ញុំកាន់តែមិនស្រួលខ្លាំងឡើងគ្រោះថ្នាក់ក្នុងបន្ទប់ដេកមិនមែនតែពីអ្នកភូមិនិងត្រជាក់ទេអាចមកពីអ្នករស់រានមានជីវិតដែលរូបបាតុហេតុផ្សេងទៀតប៉ុន្មានថ្ងៃបន្ទាប់ខ្ញុំបង្កើនការឃ្លាំមើលព្រៃភ្នំជាពិសេសរូងភ្នំដែលលាក់កំបាំងប៉ុន្តែមិនឃើញអ្វីខុសប្រក្រតីដំឡូងក្នុងរូងភ្នំទុំហើយខ្ញុំនិងប៉ាម៉ាក់ជីកបានពីល្អយពេញសម្បកកឡូងនិងសាច់គ្រប់គ្រាន់សម្រាប់យើងញ៉ាំសាឡាត់ក៏ដុសច្រើនដំណាក់ដែរម៉ាក់សាក់ធ្វើបន្លែស្ងួតដើម្បីទុកយូរក្នុងពេលជាមួយអ៊ីហ្វូក្នុងកាមេរ៉ាកាន់តែឆេវឆាវគាត់គ្រប់គ្រងស្បៀងដែលនៅសល់ក្នុងប៉ុន្តែមិនអាចបំពេញតម្រូវការអ្នករត់សម្លេងត្អូញត្អែអ្នកភូមិកាន់ដើម្បីរក្សាអំណាចនិងរកអាហារបន្ថែមព្រឹកនេះគាត់នាំអ្នកភូមិខ្លាំង5នាក់កាន់អាវុធសាមញ្ញដើរចូលព្រៃថានឹងទៅបបាខ្ញុំក៏បើកដ្រូនទៅកាត់ភ្លាមចង់មើលថាគាត់ទៅណាឃើញក្រុមមួយដើររកអីនៅលើភ្នំសិតដែលក៏រកមិនឃើញតែចិត្តរូងដែលលាក់នោះជួបក្រុមមួយទៀតពួកគេស្លៀកអាវក្រាស់ដូចគ្នាកាន់អាវុធគ្រប់ដៃហើយមាន2នាក់យកកាំភ្លើទៅមិនងាយរញ៉េប្រហែលជាពួកចោរប្លន់អ៊ីហ្វូនិយាយមុនថាយើងជាអ្នកភូមិក្បែរនេះមករកអេស៊ីលើភ្នំមានចិត្តងារអាក្រក់ចៅជាបរោះមានស្នាមដាវលើមុខគាត់សើចចំអកមួយអីវ៉ាន់លើភ្នំនេះជារបស់យើងឯងរើចេញទៅបើមិនអញ្ចឹងទេកុំថាយើងមិនគួរសមសម្ដីមិនចោះសម្រងគ្នាកើតមានការប៉ះទង្គិចពួកចៅមានកាំភ្លើងបាញ់ពូកែជាងគេអ្នកភូមិរបស់អ៊ីហ្វូត្រូវគេវីដួល2នាក់អ្នកឯទៀតភ័យខ្លាចមិនហ៊ានទល់អ៊ីហ្វូខ្លាំងក៏បដូរពាក្យថាកុំវីគ្នាអីយើងមានដំណឹងសំខាន់ប្រាប់ឯងនៅភូមិមានមាសហើយមានចម្រុកមួយក្នុងនោះមានរបស់គ្រប់ ACA ប្រាមានគ្រប់ភ្នែករបស់ស្នាមដាវភ្លឺឡើងភ្លាមគាត់ក្រវីដៃឲ្យឈប់ថាឯងថាពិតមែនទេពិតប្រាកដណាស់អ៊ីហ្វូសម្ព័ន្ធនិយាយថាចម្រុកនោះក្មួយស្រីខ្ញុំសងគាត់យកមាសបានរបស់ច្រើនក្នុងនោះមានបាយថ្នាំគ្មានអស់ហើយកន្លែងស្នាក់នៅក្តៅយើងសហការគ្នាអាចដណ្ដើមយកចម្រុកនោះមកមាសនឹងរបស់យើងចែកគ្នាចៅបាសិនចាប់អារម្មណ៍ជាក់ស្ដែងគាត់ចាប់អារម្មណ៍នឹងការល្បត់សម្លឹងមើលអ៊ីហ្វូថាឯងមិនបោកខ្ញុំបើហ៊ានលេងល្បិចខ្ញុំនឹងសម្លាប់ឯងមិនបោកឯងទេអ៊ីហ្វូវីទ្រង់ធានាថាខ្ញុំអាចនាំឯងទៅបើយើងអាចដណ្ដើមយកទីខ្ញុំសុកចិត្តចែកអីវ៉ាន់ពាក់កណ្ដាលស្នាមសាក់ទីបំផុតព្រមហើយដាក់លក្ខខណ្ឌខ្ញុំឲ្យមនុស្ស2នាក់ទៅស៊ើបការភូមិបើឃើញថាពិតមែនយើងនឹងវាដណ្ដើមទីជ្រកកោនមីសនិងអីវ៉ាន់ត្រូវចែកយើងពាក់កណ្ដាលហើយអ្នកត្រូវស្ដាប់បង្គាប់ខ្ញុំអ៊ីហ្វូក៏ព្រមភ្លាមមុខញញឹមយ៉ាងពេញចិត្តគាត់ច្បាស់ជាគិតថារកបានអ្នកកុំនឹងដណ្ដើមទីជ្រកកោនខ្ញុំបានខ្ញុំបើកយន្តហោះគ្មានមនុស្សមើលឃើញទាំងអស់
ចិត្តខ្ញុំធ្លាក់ដុំ E4 បានភ្ជាប់ជាមួយស្ថានភាពធ្ងន់ធ្ងរជាងខ្ញុំពួកចោលប្លន់មានអាវុធពិបាកទប់ទល់ជាងអ្នកភូមិទីជ្រកកោនប្រឈមមុខនឹងវិបត្តិធ្ងន់ធ្ងរខ្ញុំក៏បើកយន្តហោះគ្មានដើរតាមគេដោយស្ងាត់ឃើញ E4 នាំចោល2នាក់ចូលភូមិចោលទាំងពីរប្រុងប្រយ័ត្នខ្លាំងម្នាក់ខ្ពស់ស្ទើរតែភ្នែកមុតស្រួចម្នាក់ទៀតតូចជាងចាំមើលជុំវិញជានិច្ចខ្ញុំសង្កេតឃើញចោលខ្ពស់ដើរត្រង់ណាស់ភ្នែកឧស្សាហ៍មើលជុំវិញដូចជាវឹកហាត់មកយ៉ាងល្អ E4 ប្រញាប់ប្រាប់ចោលទាំងពីរអំពីស្ថានភាពទីជ្រកនិយាយថាខ្ញុំខ្សោយណាស់ថាការពារទីជ្រកកោនគ្រាន់តែជាប៉ុន្តែចោលខ្ពស់នោះមិនស្ដាប់គាត់អ៊ូទេដើរទៅមាត់ភូមិវិញមើលទីជ្រកកោនពីចម្ងាយគាត់សម្លឹងភ្នែកតូចពិនិត្យជញ្ជាំងទីជ្រកកោនទ្វារនឹងរងខ្យល់ខ្សឹបប្រាប់ចោលតូចក្បែរខ្លួនអ្វីមួយខ្ញុំភ្ញាក់ផ្អើលចោលខ្ពស់នេះមិនធម្មតាទេគាត់ច្បាស់ជាដឹងថាការពារទីជ្រកកោនរឹងមាំមិនយូរប៉ុន្មានឃើញចោលខ្ពស់នោះគាត់ក្រវីក្បាលដាក់អាវនិយាយពីរបីម៉ាត់ដោយទឹកមុខឪពុកក្មេកប្រែពណ៌ភ្លាមគាត់ពន្យល់យ៉ាងច្រើនតែអ្នកនោះមិនជឿតតែខ្ញុំប្រើមុខងារថតសម្លេងឬអ្នកលួចធំនិយាយស្រាលនេះមិនមែនការពារសាមញ្ញទេវាជាកម្រិតយោធាជញ្ជាំងត្រូវបានពង្រាមានសល់ច្រើនជាន់រងខ្យល់ក៏មានឧបករណ៍ការពារដែរពិបាកដោះស្រាយខ្ញុំដឹងច្បាស់អ្នកលួចធំនេះទំនងជាអតីតទាហានគាត់មើលមួយផ្លែតក៏ដឹងពីកម្លាំងការពារគាត់ចង់ដណ្ដើមយកជំរកនេះតែវាមិនងាយស្រួលទេប៉ុន្តែនេះក៏មានន័យពួកគេបន្ទាប់ពីនេះអាចនឹងរៀបចំផែនការមកការវាយប្រហារនឹងកាន់តែខ្លាំងមិនខុសពីការល្ងាចថ្ងៃនោះស្នាមសាក់នាំអ្នកលួច7នាក់ដល់ភូមិពុក2នាក់មុនសរុប9នាក់ភាគច្រើនកាន់ដាវដៃធ្វើដោយខ្លួនឯងមាន3នាក់ទៀតយកកំភ្លើងកពូកែជាងអ្នកភូមិឆ្ងាយខ្ញុំបើកការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុតឲ្យប៉ាម៉ាក់ចូលទៅកន្លែងសុវត្ថិភាពក្នុងរូងខ្ញុំនៅមុខតុបញ្ជាចាំមើលរូបភាពពីកាមេរ៉ាទាំងអស់ស្នាមសាក់មិនវាយប្រហារតែដើរជុំវិញជំរកមួយជុំច្បាស់ជាចង់រកចំណុចខ្សោយពួកគេព្យាយាមរករំខ្យល់និងចំណុចភ្ជាប់ថាមពលចង់កាត់ខ្យល់និងភ្លើងរបស់ជំរកតែកន្លែងសំខាន់ទាំងខ្ញុំបានលាក់និងពង្រឹងរួចពួកគេរកមិនឃើញអ្វីសោះគ្រាន់តែជិះប្រតិចហើយដកឡំពត់វាឲ្យខ្ញុំមើលថាពួកគេលាក់បានយូរប៉ុណ្ណាសម្លេងស្នាមសាក់ទៅតាមកាមេរ៉ាដល់ត្រចៀកខ្ញុំអ្នកលួច9នាក់បែកគ្នាចូលយាមគ្រប់ច្រកចេញចូលចម្រោះការជារបងឡំពត់ពួកគេក៏ដុតភ្លើង2-3គំនរក្រៅជាងកម្ដៅខ្លួនទាំងការពីយើងរត់ចេញពេលយប់ខ្ញុំដឹងថាมันអាចការពារតែត្រូវតែដាក់ឲ្យគេខ្លាចមុនចាំដល់ពាក់កណ្ដាលចោល2នាក់លួចចូលមកក្បែរជញ្ជាំងព្យាយាមវីកំទេចសោទ្វារខ្ញុំមើលកាមេរ៉ាពេលគេចូលមកជិតខ្ញុំចុចប៊ូតុងរបងភ្លើងតង់ស្យងខ្ពស់ស្រែកធ្ងោពីសម្លេងបន្លឺឡើងចោលទាំងពីរត្រូវភ្លើងឆក់ដួលសន្លប់នៅលើដីឧបករណ៍ធ្លាក់ចូលក្នុងចោលរាយទៀតសម្លេងស្រែកប្រញាប់មកឡំពត់អ្នករបួសទាំងពីរត្រឡប់ទៅវិញស្នាមសាក់មើលកូនក្រោមដែលកំពុងនៃកាន់តែសាហាវហ៊ានឆក់យើងចាំមើលទុកខឹងក៏ដោយក៏មិនហ៊ានចូលចិត្តជញ្ជាំងទៀតគ្រាន់តែឲ្យកូនក្រោមឡំពត់ចង់ឲ្យយើងអត់ឃ្លានស្លាប់ក្នុងក្រោយឆក់ចោល2នាក់ទីជំរកស្ងប់ស្ងាត់មួយរយៈខ្ញុំដកដង្ហើមដើរចូលរូងប្រាប់ប៉ាម៉ាក់ពីស្ថានភាពគេពេញដោយក្តីបារម្ភគេមានកំភ្លើងយើងអាចការពារបានកុំបារម្ភទីជំរករឹងមាំណាស់គេចូលមិនរួចទេខ្ញុំលួងលោមប៉ុន្តែក្នុងចិត្តក៏ដឹងស្នាមសាក់មិនទុកឲ្យយើងស្ងប់ទេព្រឹកបន្ទាប់កាមេរ៉ាបង្ហាញរូបភាពធ្វើឲ្យខ្ញុំតក់ស្លុតស្នាមសាក់ចាប់ចៅប្រុសអ្នកភូមិចាស់អាយុតែ8ឆ្នាំគាត់យកក្មេងមកក្បែរជញ្ជាំងកាន់ដាវកាប់ស្រែកទៅទីជំរកថាឡើយខ្ញុំដឹងថាឯងនៅបើកទ្វារចេញមកចុះចាមិនអញ្ចឹងទេខ្ញុំសម្លាប់មួយអ្នកដើមរាប់ពេលឥឡូវភ័យយំស្រែកហើយជំនួយឥតខ្ញុំមើលក្មេងដែលញ័រនៅកាមេរ៉ាចិត្តខ្ញុំឈឺដូចគេចាប់អ្នកភូមិចាស់ជាមនុស្សល្អម្នាក់តែត្រូវគេសម្លាប់ឥឡូវចៅប្រុសខ្លាចជាឧបករណ៍គំរាមខ្ញុំរបស់ស្នាមសាក់ប៉ាម៉ាក់ក៏ឃើញឈុតនេះបាក់ទ្រាំមិនបានក៏យំកូននេះអាណិតណាស់យើងមើលគាត់ស្លាប់មិនបានខ្ញុំក្តាប់ដៃយ៉ាងតឹងចិត្តខ្ញុំយល់ច្រឡំណាស់បើកទ្វារចុះចាគ្រូសាយើង3នាក់នឹងស្លាប់ទាំងអស់គ្នាក្រោមដៃស្នាមសាក់មិនបើកទ្វារកូនអ្នកឥតទោសនឹងស្លាប់ស្នាមសាក់ដឹងថាខ្ញុំគាត់ស្រែកទៀតថានៅ55អ្នកគិតច្បាស់ជីវិតគ្រួសារអ្នកសំខាន់គឺកូនអ្នកដតីដែលមិនពាក់ព័ន្ធសំខាន់ក៏ញុះញង់ពីចំហៀងថាវ៉ាន់កុំរឹងរស់ទៀតបើកទ្វារចុះយើងនៅមានផ្លូវរស់ខ្ញុំមើលមុខ E4 ដ៏អាក្រក់នៅក្នុង monitor ចិត្តខ្ញុំពោពេញដោយក្តីស្អប់មិនមែនគាត់រួមដៃជាមួយរឿងនេះមិនកើតឡើងទេខ្ញុំបង្ខំខ្លួនឯងឲ្យស្ងប់ដើរទៅកុងសូលត្រួតពិនិត្យប្រព័ន្ធការពារទាំងអស់របងភ្លើងតង់ស្យំកសំឡេងដ្រូនដំណើរការល្អទាំងអស់អាវុធក៏ត្រៀមរួចរាល់ស្នាមសាក់មានកំភ្លើងនិងចំណាប់ខ្មាស់បើប្រយុទ្ធត្រង់ច្បាស់ជាប៉ះពាល់ខ្ញុំត្រូវរកវិធីទាំងសង្គ្រោះកូនទាំងរក្សាទីជ្រកកោម៉ាក់អ្នកទាំងពីរនៅទីនេះកុំចេញមកក្រៅខ្ញុំថាខ្ញុំនឹងទៅព្យាយាមចរចាជាមួយស្នាមសាក់ពេលរួចរកឱកាសសង្គ្រោះទីងដៃខ្ញុំគ្រោះថ្នាក់ណាស់គាត់មានកំភ្លើងអ្នកចេញទៅក្រៅខ្ញុំមិនចេញទៅក្រៅទេប្រើមីក្រូហ្វូននិយាយជាមួយខ្ញុំថាហើយយកមីក្រូហ្វូនដើរទៅមាត់ទ្វារខ្ញុំស្រែកតាមមីក្រូហ្វូនថាស្នាមខ្ញុំអាចចរចាតែអ្នកត្រូវដោះលែងកូនសិនស្នាមសាក់សើចត្រជាក់ថាចរចាកូនដោះលែងមិនបាននេះជាការដូររបស់ទ្វារឥឡូវនេះខ្ញុំសន្យាថាមិនធ្វើបាបហើយចែកអេវ៉ាន់ខ្លះឲ្យអ្នកមិនអាចទេខ្ញុំបដិសេធលែងកូនសិនចាំនិយាយពីអេវ៉ាន់បើមិនដូច្នោះទេខ្ញុំស្លាប់ក៏មិនបើកទ្វារស្នាមដាវហាក់មិននឹកស្មានថាខ្ញុំរឹងប៉ឹងបែបស្ងាត់ប៉ុន្មានវិនាទីមើលទៅឯងមិនឃើញភ្នោមិនស្រក់ទឹកភ្នែកឲ្យឯងកន្លះម៉ោងមិនបើកទ្វារខ្ញុំនឹងកាត់ដៃកូននេះមួយសំឡេងពង្រៃកាយសម្រៃក្មេងកាន់តែគួរអាចិត្តខ្ញុំឈឺដូចគេចាក់ម្ជុលខ្ញុំដឹងថាស្នាមដាវនិយាយហើយធ្វើរកវិធីឲ្យបានឆាប់ត្រឡប់មកតុបញ្ជីយន្តហោះគ្មានមនុស្សហោះទៅក្រៅជញ្ជាំងតម្រង់ទៅទីតាំងស្នាមដាវកាមេរ៉ាយន្តហោះថតបានស្ថានភាពនៅទីនោះយ៉ាងស្នាមដាវដៃម្ខាងចាប់ក៏អាប់ដៃម្ខាងកាន់ដាវកាប់ឈរក្បែរនោះមានចៅពីរកាន់កំភ្លើងបាញ់សាក់ចោលឲ្យទៀតរីប៉ៃជុំវិញចាំមើលទ្វារជំរកដោយប្រុងប្រយ័ត្នសង្កេតមើលបរិវេណឃើញថាស្នាមដាវឈរមិនឆ្ងាយពីជញ្ជាំងហើយក្បែរនោះមានគំនរប្រហែលអាចយកវាបង្កើតភាពឆ្លៀតជួយក្មេងតែគេមានកំភ្លើងបើធ្វើសកម្មភាពមិនត្រឹមតែមិនបានខ្ញុំក៏ប្រឈមពេលវេលាកន្លងផុតទៅកន្លះម៉ោងចិត្តដល់ឆាប់នេះសម្លេងស្នាមដាវបន្លឺមកវិញដល់ពេលហើយនឹងបើកទ្វារឬអត់ខ្ញុំដកដង្ហើមធំស្រែកទៅកាន់ឧបករណ៍ឲ្យខ្ញុំ10នាទីខ្ញុំត្រូវពិភាក្សាជាមួយប៉ាម៉ាក់ខ្ញុំសិនស្នាមដាវនិយាយដោយមិនអត់ធ្មត់ឲ្យឯងតែ10នាទីមិនបើកទ្វារកុំបន្ទោសខ្ញុំថាខុសខើខ្ញុំដឹងថា10នាទីនេះត្រូវតែធ្វើសកម្មភាពខ្ញុំពិនិត្យមុខងារយន្តហោះគ្មានមនុស្សយ៉ាងរហ័សធានាថាវាអាចទម្លាក់របស់រួចក៏យកគ្រាប់ផ្សែងចេញពីបន្ទប់នេះជារបស់ដែលខ្ញុំរៀបទុកសម្រាប់គ្រាមិននឹកស្មានថានឹងបានប្រើខ្ញុំដាក់គ្រាប់ផ្សែងលើយន្តហោះគ្មានមនុស្សបើកបរយន្តហោះនោះចូលទៅជិតកន្លែងដែលស្នាមសាក់នៅលើ monitor ឃើញស្នាមសាក់កំពុងស្រែកដាក់ក្មេងមិនបានកត់សម្គាល់យន្តហោះពីលើតខ្ញុំទប់ដង្ហើមពេលយន្តហោះហើរពីលើពួកគេខ្ញុំចុចប៊ូតុងទម្លាក់គ្រាប់ផ្សែងធ្លាក់ដល់ដីហើយរាវដល់ភ្លាមផ្សែងក្រាស់គ្រប់ដណ្ដប់តំបន់ទាំងអត់ល្អទេមានចាប់ព័ន្ធស្នាមសាក់ស្រែកឡើងតែក្រូវីដាវដោយសភាពគិតខ្ញុំឆ្លៀតពេលផ្សែងបើកឧបករណ៍សំឡេងរលកសំឡេងខ្លាំងធ្វើឲ្យពួកចៅនៅក្រៅជញ្ជាំងវិលមកសុទ្ធតែយកដៃបិទទៅឆ្លៀតពេលវឹកវររត់គេចពីដៃស្នាមសាក់រត់ត្រង់ទៅភូមិវិញស្នាមសាក់ដឹងខ្លួនបាញ់មួយគ្រាប់តាមទីដែលក្មេងរត់តែផ្សែងច្រើនពេកមិនបានត្រូវខ្ញុំមើលក្មេងរត់ទៅដល់សុវត្ថិភាពលើមកដង្ហើមធូរតែកំហឹងរបស់ស្នាមសាក់ឡើងដល់កំពូលស្រែកតាមមីក្រូហ្វូនថាស្អែកអញហ៊ានបោកអញ
anhនឹងឲ្យអញសង្ឃ្លាយនេះទៅសម្រាប់អ្នកភូមិមួយអ្នករាល់ម៉ោងរហូតដល់អញបើខ្ញុំបិទមីក្រូហ្វូនទ្រង់នៅតែញាប់ញ័រខ្លាំងការជួយសង្គ្រោះមុននេះធ្វើឲ្យខ្ញុំនៅតក់ឪពុកម្ដាយចូលមកពោពេញដោយក្តីរត់បាត់ស្នាមសាក់មិនទុកឲ្យស្រួលទេតើត្រូវធ្វើមិនទៀតការពារកន្លែងខ្ញុំខំថ្មីនិយាយថាបើទ្វារស្នាមសាក់នឹងពួកវាមិនទុកអ្នកភូមិក៏គ្រាន់តែចូលមកឆក់ពេលនោះមនុស្សគ្រប់គ្នាត្រូវដៃចង់និយាយអ្វីឪពុកទីងគាត់មើលមកខ្ញុំហើយនិយាយថានិយាយទៅឥឡូវត្រូវតែត្រង់តែក៏មិនអាចឲ្យស្នាមសាក់សម្រាប់ឯងនេះដែរខ្ញុំត្រឡប់ទៅកង់ចាំមើលអេក្រង់កាមេរ៉ាឃើញស្នាមដាវចាប់បរោះចំណាស់ដាក់នៅក្រៅជញ្ជាំងគំរាមបើមិនបើកទ្វារ1ម៉ោងទៀតនឹងខ្ញុំក្តាប់ដៃតែគ្មានវិធីអ្វីអធិស្ឋានឲ្យមានអច្ឆរិយៈស្រាប់តែពេលនោះឃើញពូលីរត់ចូលចម្រោកក្បែរទ្វារចំហៀងធ្វើសញ្ញាឲ្យកាមេរ៉ាខ្ញុំបើកបង្អួចតូចនៅទ្វារចំហៀងឲ្យតែរហូតមួយពូលីខ្សឹបថាយប់ស្អែកខ្ញុំស្គាល់ផ្លូវរកថ្នាំចាស់អាចវាងទៅភ្នំក្រោយពួកចោឯងចង់សាក់វីពីក្រោយទេខ្ញុំញាប់ញ័រនេះប្រហែលជាឱកាសផ្លូវនោះដើរស្រួលទេមានគ្រោះថ្នាក់ទេពូលីឆ្លើយរហ័សថាផ្លូវមិនធំតែដើរបានជាផ្លូវភ្នំគេមិននឹកស្មានថាមានអ្នកមកពីទីនោះទេខ្ញុំអាចនាំផ្លូវឲ្យឥឡូវនេះហ៊ានវាងមុនគេសម្រាប់មនុស្សទេខ្ញុំស្ទាក់ស្ទើរឯងនិយាយត្រង់តែពេលនេះស្ថានភាពខ្ញុំមិនអាចទុកចិត្តអ្នកណាតែក្រៅពីវិធីនេះខ្ញុំគិតមិនឃើញផ្លូវផ្សេងចាំខ្ញុំ10នាទីខ្ញុំរត់ទៅបន្ទប់ស្តុកវិញរកសម្ភារៈដែលរៀបទុកខ្ញុំនឹងធ្វើក្របបែកនិងក្របផ្សែងក្របបែកធ្វើពីសាំងនិងកាំជ្រុំកម្លាំងមិនខ្លាំងទេតែបង្កភាពក្របផ្សែងប្រារូបមុនចាស់អាចបាំងភ្នែកបានខ្ញុំប្រញាប់ដំឡើងប៉ាម៉ាក់ក៏មកជួយដាក់អ៊ីនធឺណិតក្នុង10នាទីក្របបែក4និងក្របផ្សែង6ដាក់កាបូបខ្ញុំពាក់កាបូបយកពេលនិងឧបករណ៍អគ្គិសនីប៉ាម៉ាក់ថាខ្ញុំទៅវិឆ្មក់អ្នកទាំងពីរនៅយាមចម្រោកមិនថាមានរឿងអីនៅខាងក្រៅកុំបើកទ្វារអីប៉ាងក់ក្បាលថាប្រយ័ត្នផងបើមិនកើតទេកុំទៅធ្វើការអីម៉ាក់ឲ្យនំគ្រីមខ្ញុំប៉ុន្មានកញ្ចប់ទៀតយកទៅហូបតាមផ្លូវប្រយ័ត្នខ្ញុំដើរទៅមាត់ទ្វារក្រោយហើយបើកបង្អួចមើលពូលីនៅចាំយើងត្រង់កន្លែងដដែលខ្ញុំបើកទ្វារក្រោយតែបន្ថយលូនចេញទៅយ៉ាងលួចបិទទ្វារធំហើយរត់តាមពូលីចូលព្រៃផ្លូវភ្នំរអិលណាស់យើងដើរមួយជំហានម្ដងពូលីស្គាល់ផ្លូវច្បាស់ខ្ញុំគិតកន្លែងចោតរត់ទៅខាងក្រោយភ្នំកន្លែងពួកចោតរត់ប្រហែលកន្លះម៉ោងយើងឃើញភ្លើងឆេះក្រោមភ្នំហើយស្នាមសាក់នឹងចោតប៉ុន្មានអ្នកកំពុងអាំងភ្លើងឯប៉ុន្មានអ្នកទៀតឈរយាមក្រៅរបបចាប់បង្ខំពួកចាស់ខ្ញុំនិងពូលីលាក់ខ្លួនក្នុងកំពតលើស្ថានភាពខាងក្រោមឥឡូវធ្វើម៉េចទៅពូលីសួរស្ងាត់ខ្ញុំយកក្របផ្សែងចេញពីចាំខ្ញុំគប់ក្របផ្សែងឲ្យវឹកវរឯងឆ្លៀតទៅជួយពួកចាស់ខ្ញុំទៅវាយស្នាមសាក់ពូលីងក់ក្បាលកាន់ដាវកាប់អស់ពេលខ្ញុំហៀបនឹងយកក្របផ្សែងចេញស្រាប់តែសំឡេងជើងពីក្រោយខ្ញុំបែកក្នុងភ្លាមលើកកំភ្លើងតែឃើញសៀវហួយឈោមិនឆ្ងាយស្លេកស្លាំងខ្លួនប្រឡាក់ឈាមមកធ្វើអីខ្ញុំសួរដោយប្រយ័ត្នគាត់ជាកូនរបស់គាត់ខ្ញុំមិនទុកចិត្តថាគាត់មករកខ្ញុំទេយំប្រាប់ថាខ្ញុំដឹងវិធីជួយក្មេងនិងអ្នកភូមិស្នាមសាក់មានចំណុចខ្សោយខ្ញុំអាចជួយឯងតែខ្ញុំចង់ចូលជំរំខ្ញុំមិនចង់តាមប៉ាម៉ាក់ធ្វើអំពើអាក្រក់ខ្ញុំកន្តើយឪពុកម្ដាយឯងសម្រាប់មេភូមិចាស់ហើយរួមដៃជាមួយចាស់ខ្ញុំត្រូវជឿឯងសៀវហួយយំថាចង់កាយខ្លួនពិតមែនឪពុកម្ដាយខ្ញុំដឹងតែរឹបអូសមាសនឹងរបស់របរមិនខ្វល់ថាខ្ញុំស្លាប់រស់កំភ្លើងប្រមាញ់ពីដើមរបស់ស្នាមដាវខូចមានតែមួយដើមទេដែលបាញ់បានហើយគ្រាប់កំភ្លើងគេក៏ចិត្តអស់ដែរខ្ញុំក៏ដឹងពេលគេបដូរវេនយាមពេលយប់ដែរយើងអាចវិឆ្មក់ពេលគេបដូរវេនបានខ្ញុំសម្លឹងមើលភ្នែកចង់ដឹងថាគាត់កំពុងនិយាយក៏ក្នុងភ្នែកពោពេញទៅដោយការភ័យខ្លាចមើលទៅមិនដូចការសំតែខ្ញុំនៅតែមិនហ៊ានហេតុអ្វីបានជាអ្នកចង់សៀវហួយនិយាយថាខ្ញុំចង់រស់ទីជំរកជាកន្លែងតែមួយគត់ដែលមានសុវត្ថិភាពខ្ញុំដឹងថាអ្នកមានចិត្តទុកឲ្យអ្នកដទៃគ្រាន់តែអ្នកឲ្យខ្ញុំចូលទីជំរកខ្ញុំនឹងជួយអ្នកយកឈ្នះស្នាមដាវគេពូលីនិយាយថាលីនវ៉ាន់គួរតែជឿគាត់ម្ដងគាត់ដឹងពីស្ថានភាពស្នាមដាវអាចជួយខ្ញុំស្ទាក់ស្ទើរមួយពេលនេះស្ថានភាពមនុស្សច្រើនមានកម្លាំងហើយចំណុចខ្សោយរបស់ស្នាមដាវដែលបើវាជាការពិតវានឹងជួយយើងវិឆ្មក់បានចឹងខ្ញុំជឿអ្នកម្ដងខ្ញុំនិយាយតែបើអ្នកហ៊ានលេងល្បិចខ្ញុំនឹងសម្លាប់សៀវហួយមកក្បាលភ្លាមថាខ្ញុំមិនមកជាមួយខ្ញុំពេលបដូរវេនចិត្តដល់ហើយយើងអាចចាប់ផ្ដើមសកម្មភាពខ្ញុំនឹងពូលីដើរតាមលួចដើរទៅចិត្តកន្លែងស្នាមដាវគេគាត់ចង្អុលទៅស្នាមដាវក្បែរដែលកាន់កំភ្លើងប្រមាញ់នោះហើយភ្លើងនៅដៃគាត់ជាដើមតែមួយគត់ដែលបាញ់បានកំភ្លើងពីរដើមទៀតបាញ់មិនចេញក្របក្នុងរយៈពេល10យាម2នាក់នៅក្រៅជញ្ជាំងនឹងមកបដូរវេនពេលនោះការការពាររបស់គេនឹងធូរស្រាប់ខ្ញុំមើលនាឡិការ៉ាពេលចាប់ផ្ដើមគិតគូរក្នុងចិត្តផែនការគឺពេលបដូរវេនខ្ញុំនឹងគប់ក្របផ្សែងបន្ទាប់មកវិឆ្មក់ឆក់យកកំភ្លើងប្រមាញ់ពូលីទៅជួយសង្គ្រោះមនុស្សសៀវហួយទទួលបន្ទុកតាក់ទីអ្នករឹបអូសហើយគ្រាន់តែឆក់យកកំភ្លើងមានឱកាសឈ្នះ10នាទីទៀតនឹងដល់ឆាប់អ្នករឹបអូស2នាក់នៅក្រៅជាដើមមករកភ្លើងឆេះខ្ញុំក៏យកក្របផ្សែងទាញខ្សែបំផ្ទុះបោះទៅក្បែរភ្លើងឆេះក្របផ្សែងផ្ទុះឡើងផ្សែងក្រាស់គ្រប់ដណ្ដប់តំបន់ទាំងមូលអត់ល្អទេមានការវិស្នាមសាកស្រែកឡើងកំភ្លើងប្រមាញ់របស់គាត់តម្រង់ទៅរកផ្សែងខ្ញុំរត់ចេញពីភាពច្របូកច្របល់បោះខ្លួនទៅរកស្នាមសាកមិនទាន់ដឹងខ្ញុំក៏មកដល់មុខគាត់វីកំភ្លៀងលើកដៃគាត់ដោយធ្នូអាយស្នាមសាកកំភ្លើងប្រមាញ់ធ្លាក់ដីខ្ញុំក៏រើសកំភ្លើងប្រមាញ់តម្រង់ទៅអ្នករឹបអូសឯទៀតកុំរើអ្នកណារើខ្ញុំនឹងបាញ់អ្នករឹបអូសភ័យខ្លាចនឹងការវិឆ្មក់ភ្លាមពុករួមផ្សែងរងភ្នែកមិនហ៊ានរើអ្វីទាំងអស់ពូលីរត់ទៅឱកាសស្រែកខ្សែចុងរបស់ចាស់ទាំងពីរនាំពួកគាត់រត់ឡើងភ្នំសៀវហួយស្រែកថាកំភ្លើងស្នាមសាកត្រូវគេដណ្ដើមអ្នកទាំងអស់គ្នារត់ទៅអ្នករឹបអូសកាន់តែច្របូកចាប់ផ្ដើមរត់គេចខ្លួនស្នាមសាកកាន់ក្តីឈឺមើលកំភ្លើងប្រមាញ់ក្នុងនៃកាច់ឯងហ៊ានធ្វើបាបខ្ញុំមិនទុកឯងទេគាត់បោះខ្លួនមករកខ្ញុំទាញកន្លឹះដោយមិនស្ទាក់ស្ទើរគ្រាប់កំភ្លើងបាញ់ទៅលើគាត់ដួលហើយស្រែកយំអ្នករឹបអូសឯទៀតឃើញហើយរត់លឿនជាងចាប់បាត់ខ្លួនក្នុងភាពងឹតខ្ញុំដើរទៅមុខស្នាមសាកយកកំភ្លើងចង្អុលគាត់អ៊ីហ្វូណេណាស្នាមសាកជឿខំថ្មីគាត់នៅក្នុងផ្ទះភូមិចាំដំណឹងយើងខ្ញុំមើលសៀវហួយទៅហៅអ៊ីហ្វូមកប្រាប់ថាយើងឈ្នះអ្នករឹបអូសហើយគាត់មកចែកទំនិញសៀវហួយស្ទាក់ស្ទើរចុងក្រោយក៏ងក់ក្បាលរួចរត់សម្ដៅភូមិមិនយូរប៉ុន្មានសៀវហួយក៏រត់ត្រឡប់មកដកដង្ហើមធំថាឪពុកខ្ញុំគាត់ថាចាំមើលថាតើអ្នកមានរបស់ឲ្យគាត់ឬអត់ច្បាស់ណាស់ថាគាត់ចង់ចេញពីក្រោយតែពេលនេះមិនមែនជាពេលអូនទៅជាមួយបងនៅខ្ញុំនិយាយទៅបងមិនអាចទុកអូននៅក្រៅហើយក៏មិនអាចបើកទ្វារខ្ញុំនាំសៀវហួយនឹងដើរសម្ដៅទីជំរកពូលីនាំមនុស្សចាស់2នាក់ដើរតាមក្រោយត្រឡប់មកដល់ទ្វារក្រោយខ្ញុំមិនបានបើកទ្វារបើកផ្លូវចោលសម្រាប់ក្បែរនោះផ្លូវនេះចង្អៀតណាស់មានតែមនុស្សម្នាក់ទេដែលអាចហើយមានម៉ាស៊ីនសម្រាប់មេរោគអូនចូលតាមផ្លូវនេះខ្ញុំនិយាយទៅសៀវទៅហើយនឹងត្រូវឆ្លងកាត់តំបន់សម្រាប់លើស្ងៀមគំរើសៀវហួយងក់ក្បាលរួចក្រាបចូលក្នុងផ្លូវចោលខ្ញុំចាប់ផ្ដើមម៉ាស៊ីនសម្រាប់គាត់តាមកាមេរ៉ាចូលដល់តំបន់ដាច់ទើបបើកទ្វារក្រោយឲ្យពូលីនិងមនុស្សចាស់ពីរចង់ដាបបាតុកនិងសសរក្រៅដើម្បីទប់ស្កាត់ចូលដល់ទីជំរកប៉ាម៉ាក់ខ្ញុំរត់មកឃើញយើងត្រឡប់មកវិញដោយសុវត្ថិភាពក៏ខ្ញុំប្រាប់គាត់ថាបានចង់ដាបបាតុកហើយឲ្យគាត់មើលថែពូលីនិងមនុស្សខ្ញុំទៅជួបសៀវហួយថាអូនដឹងចំណុចខ្សោយរបស់ជំរំចោតទេខ្ញុំសួរតាមទ្វារកញ្ចក់ថាជាអ្វីខាងក្រោយជំរំគេមានរណ្ដៅជារណ្ដៅជ្រៅដែលគេជីកសម្រាប់ពីលើគ្រប់ដោយមែកឈើសៀវហួយនិយាយថាដាបបាឲ្យមនុស្ស2នាក់ចាំការពារកុំឲ្យគេវិញតែតាមពិតការការពារនៅខ្ញុំអាចនាំអ្នកទៅយើងដើរវៀងរណ្ដៅវិឆ្មក់ជំរំគេនឹងអាចជួយសង្គ្រោះអ្នកភូមិឯទៀតដែលខ្ញុំចាំមើលសៀវចង់ដឹងថាគាត់កុសគ្រឹះអត់ភ្នែកគាត់មុំណាស់មើលទៅមិនដូចខ្លាំងខ្លាយទេពូលីដើរមកភ្លាមប្រាប់ថាខ្ញុំឃើញមានសៀវហួយធ្លាប់នៅជាមួយឪពុកស្រាប់តែដឹងរបៀបពួកចៅដាក់អន្ទាក់
ចិត្តខ្ញុំក៏ចាប់ផ្ដើមសង្ស័យតែពេលនេះសង្គ្រោះមនុស្សពិធីប្រថុយប្រឋានល្អខ្ញុំទៅជាមួយខ្ញុំថាតែបើឯងហ៊ានលេងល្បិចខ្ញុំមិនទុកឯងរួចខ្ញុំបើកទ្វារឲ្យសៀវហួយចេញមកហើយយកកាំភ្លើងព្រួយនឹងគ្រាប់ផ្សែងព្រមទាំងដាវមួយដៃពូលីក៏ចង់ទៅដែរខ្ញុំមិនអាចខត់ត្រូវតែឲ្យគាត់ដើរពីក្រោយខ្ញុំប្រយ័ត្នយើងចេញពីទ្វារក្រោយម្ដងសៀវហួយដើរមកគេនាំយើងទៅរកជំរំពួកចោរវានៅទីវាលក្រៅភូមិមានចោរប៉ុន្មានអ្នកកំពុងល្បាតសៀវហួយចង្អុលថាអន្ទាក់នៅខាងក្រោយយើងដើរកាត់ព្រៃក្បែរនោះយើងចូលទៅក្នុងព្រៃរំកិលទៅខាងក្រោយជំរំបន្តាប្រហែល10នាទីសៀវហួយឈប់ភ្លាមថានៅខាងមុខចាំអ្នកទាំងអស់ខ្ញុំទៅមើលថាមានអ្នកណាទេគាត់ដើរប៉ុន្មានជំហានភ្លាមនោះគេទាញខ្ញុំចុះថាមិនត្រូវខាងមុខគ្មានស្នាមអន្ទាក់តតែហើយខ្ញុំឃើញស្រមោលក្នុងព្រៃដូចជាមានគេចាំខ្ញុំតក់ស្លុតលើកកាំភ្លើងព្រួញភ្លាមមើលជុំវិញពេលនោះហើយស្រាប់តែសំឡេងពូលីស្រែកហើយដួលជាមហូរចេញពីស្មាគាត់អត់ល្អទេមានគេចាំវាយខ្ញុំស្រែកខ្លាំងទាញសៀវហួយទៅពួនក្រោយដើមឈើចោរជាច្រើនអ្នកស្ទុះចេញពីពួកដែលរត់រួចពីមុនដាវស្នាមក៏ត្រូវគេជួយកាន់ដាវប្រវែងមើលមកខ្ញុំយ៉ាងសាហាវយប់នេះឯងធ្លាក់អន្ទាក់ខ្ញុំពេលនោះខ្ញុំទៅសៀវហួយនិងស្នាមដាវរួមគ្នាដាក់អន្ទាក់គោដៅគឺឲ្យខ្ញុំបើកទ្វារជំរំហេតុអ្វីបានជាឯងខ្ញុំស្រែកដាក់សៀវហួយបន្ទាបក្បាលមិនហ៊ានខ្ញុំគ្មានជំរឿពុកម្ដាយខ្ញុំនៅគេបង្ខំឲ្យខ្ញុំធ្វើស្នាមដាវសាយចំអកុំនិយាយច្រើនជាមួយសម្រាប់វាចោលពួកចោលប្លន់រត់សម្ដៅមករកខ្ញុំបោះគ្រាប់ផ្សែងភ្លាមផ្សែងក្រាស់គ្រប់ដណ្ដប់តំបន់នោះពូលីទ្រាំឲ្យបានខ្ញុំស្រែកហើយលើពូលីដែលរបួសឲ្យគាត់លាក់ខ្លួនក្រោយក៏យកកាំភ្លើងបាញ់ទៅលើពួកចោរដែលរត់មកព្រួយមួយត្រូវជើងចោរម្នាក់គាត់ដួលស្រែកធ្ងោក្នុងភាពច្របូកច្របល់សៀវហួយស្រាប់តែឆក់យកកាំភ្លើងធំមួយទៀតពីគាត់កាន់កាំភ្លើងធំឈោក្នុងមិនដឹងថាត្រូវជួយស្នាមដាវឃើញគាត់កាន់កាំភ្លើងស្មានថាគាត់ចង់វាយស្រែកថាជីជន់ក្បត់រួចលើកដាវកាប់ទៅសៀវហួយកុំខ្ញុំស្រែកចង់រារាតែមិនទាន់ទេដាវកាប់ត្រូវស្មាសៀវហួយគាត់ដួលលើដីកាំភ្លើងធំក៏ធ្លាក់ពីដៃស្រាប់តែពីទីដាវជំរំស្រែកយ៉ាងសោកសៅមីងរត់មកដូចឈួតបោះខ្លួនទៅក្បែរសៀវហួយកូនស្រីកូនមិនត្រូវស្លាប់ទេចាប់យកពេលស្នាមដាវរំខ្ញុំយកដាវរត់សម្ដៅទៅគាត់ស្នាមដាវមិននឹកស្មានថាខ្ញុំវាប្រហែលខ្ញុំកាប់ត្រូវដៃគាត់ស្រែកឈឺយ៉ាងខ្លាំងហើយក្រោយប៉ុន្មានពួកចោរឯទៀតឃើញស្នាមដាវរបួសក៏ចាប់ផ្ដើមភ័យរអើខ្ញុំកាប់ចោរម្នាក់ទៀតដួលអ្នកដែលនៅសល់លែងហ៊ានរត់គាត់ទាញមិត្តដែលរបួសថយក្រោយម៉ាក់អបស៊ីវយំខ្លាំងណាស់សៀវភ្ញាក់ឡើងម៉ាក់សុំទោសអូនសៀវដេកក្នុងដៃមីងដង្ហើមខ្សោយម៉ាក់ខ្ញុំខុសហើយនិយាយមិនទាន់ចប់ក៏អស់ដង្ហើមមីងមើលសាកសពសៀវភ្នែកប្រែជាឆ្កួតគាត់រើសកាំភ្លើងពីដីបាញ់ទៅស្នាមសាក់ខ្ញុំនឹងសម្លាប់ឯងគ្រាប់បាញ់ត្រូវទ្រូងស្នាមសាក់គាត់ដួលហើយរមួលបន្តិចក៏ឈប់អ្នកឈ្លានពានដែលនៅសល់ឃើញស្នាមសាក់ស្លាប់ភ័យរត់ចេញបាត់ចូលព្រៃភ្លាមខ្ញុំធូរស្រាលដើរទៅជិតពូលីស្មាគាត់នៅហូរឈាមពូលីលោកមិនដែរមិនអីទេមិនស្លាប់ពូលីដកដង្ហើមធំសំណាងឯងប្រតិកម្មមិនអញ្ចឹងទេយើងទាំងអស់គ្នាអង្គុយអបសាកសពសៀវយំនិយាយឈ្មោះសៀវរឿយខ្ញុំមើលគាត់ដែលកាត់ទុកចិត្តខ្ញុំគ្មានអាណិតទេនេះជាកម្មរបស់គាត់នឹងខ្ញុំជួយពូលីដើរទៅកន្លែងលាក់ខ្លួនមីងស្រាប់តែក្រោកឈរស្រែកមកយើងលីងវ៉ាន់ឈប់បើមិនមែនឯងទេសៀវមិនស្លាប់ទេខ្ញុំមិនចាប់គាត់រត់មករកយើងខ្ញុំបែកខ្នងលើកដាវនិយាយថាបើឯងមកទៀតខ្ញុំនឹងសម្លាប់ឯងមីងឈប់ដើរភ្នែកពេញដោយកំហឹងតែគាត់ដឹងថាវាខ្ញុំរាន់តែស្រែកដូចសត្វខ្ញុំមិនខ្វល់គាត់ជួយពូលីដើរត្រឡប់ទៅកន្លែងលាក់ខ្លួនវិញចូលទៅក្នុងកន្លែងលាក់ម៉ាក់មកជួយពូលីរុំរបួសលីងសម្អាតសម្រាប់មេរោគរោមពូលីឈឺខំថ្មិញតែស្មារតីនៅល្អមិនស្លាប់ទេគាត់ដកដង្ហើមធំសំណាងឯងប្រតិកម្មខ្ញុំមិនមានពេលនិយាយខ្ញុំប្រញាប់ទៅកុងសូលដាក់ម៉ូនីទ័រជុំវិញនៅលើអេក្រង់មីងអោបសឿយដែលស្លាប់បាត់ទៅហើយអង្គុយស្ងៀមលើព្រើដូចរូបសំណាកដែលកកដោយទុកនឹងកំហឹងយូរណាស់ទើបគាត់ចាប់ផ្ដើមធ្វើគាត់ដាក់សើចចុះយឺតធ្នមដូចដាក់របស់មានតម្លៃរួចគាត់ក្រោកឈរភ្នែកគាត់ប្លែកគាត់មិនមើលសើយទៀតក៏មិនមើលទៅជំរំរភូមិដែរតែដើរត្រង់មួយជំហានម្ដងទៅរកជំរំចោលដែលមានភ្លើងតូចនៅសល់អត់ល្អទេខ្ញុំដឹងភ្លាមខ្ញុំបើកដ្រូនតាមមីងពីក្រោយដល់មាត់ជំរំទីនោះមានរបស់ដែលចោលលួចយកមកធុងប្រេងចាស់ប្រអប់គ្រាប់រំសេវខ្ចោះសម្រាប់ដុតគាត់មិនខ្វល់ពីរបស់ទាំងនេះគាត់ចាប់ផ្ដើមសម្លឹងមើលខ្ទមធំកណ្ដាលដែលស្នាមសាក់ធ្លាប់ធ្វើជាទីបញ្ជាគាត់ដើរចូលទៅមួយសន្ទុះគាត់អូសធុងដែកធ្ងន់មួយចេញមកធុងនោះនៅមានស្នាមប្រេងសាំងគាត់វិសគំរប់ចេញក្លិនសាំងហាក់ដូចជាចេញពីម៉ូនីទ័រគាត់មិនស្ទាក់ស្ទើរទេចាប់ផ្ដើមចាក់សាំងដែលនៅសល់ជុំវិញខ្ទមលើគំនររបស់ក្បែរថែមទាំងប្រឡាក់ខ្លួនឯងខ្លះបើរស់មិនបានគាត់ងើយមុខឡើងញៀមដាក់ដ្រូនស្នាមញឹមដ៏ឈឺចាប់បំផុតសំឡេងស្អកតែច្បាស់ស្លាប់ជាមួយគ្នាទៅស្នាមសាក់បំណុលឯងជំរំឯងកូនចៅឯងទាំងអស់ទៅជាមួយកូនស្រីខ្ញុំមិនទាន់ចប់ពីគាត់ដកកាំភ្លើងពីខ្មោចចោលពេលដុតដោយប្រើកម្លាំងខ្លាំងភ្លើងឆេះធ្លាក់ទៅលើដីដែលពោពេញដោយសាំងនិងជ្រុងអោរបស់គាត់ខ្លាំងជាងការផ្ទុះណាមួយពីមុនភ្លើងឆេះឡើងយ៉ាងសន្ធោសន្ធៅដូចជាសត្វសាហាវកំពុងលេបត្របាក់ខ្ទមទាំងមូលគំនោសម្ភារជាលេបត្របាក់រូបមីងទាំងស្រុងរលកនៃការផ្ទុះសូម្បីតែរូបភាពពីយន្តហោះគ្មានមិនក៏ញ័រយ៉ាងខ្លាំងភ្លឹបភ្លែតបន្ទាប់មកសំឡេងរីកាបន្ទាន់យ៉ាងរហ័សនោះគឺគ្រាប់រំសេវដែលតំណែកឆេះនិងអណ្ដាតភ្លើងហោះរីប៉ាយឆាបឆេះជំរំភ្លៀងខ្ទមនិងរបស់ផ្សេងទៀតដែលមិនទាន់ឆេះពន្លឺភ្លើងនិងសំឡេងខ្លាំងដូចជាគ្រាប់សញ្ញាដ៏ភ្លឺធ្វើឲ្យអ្នកដែលលាក់ខ្លួនក្នុងរណ្ដៅព្រៅជុំវិញជំរំគឺគុំពោតព្រៃក្បែរនោះអ្នកប្លន់ដែលរួចជីវិតពីការប្រយុទ្ធមុនត្រូវបានលាតត្រដាងគេភ័យខ្លាចយ៉ាងខ្លាំងចំពោះភ្លើងរត់ស្លុតរត់ចេញគេចចេញពីកន្លែងលាក់ខ្លួនមានភ្លើងឆេះខ្លះនៅលើខ្លួនរត់វង្វេងវង្វាន់លើព្រៃខ្លាយជាគោដែលច្បាស់ឥឡូវនេះហើយប៉ាស្រែកដោយរំភើបនៅក្បែរខ្ញុំទប់អារម្មណ៍ស្មុគស្មាញក្នុងចិត្តភ្នែកត្រឡប់មកមុតស្រួយវិញដោយមិនស្ទាក់ស្ទើរខ្ញុំគ្រប់គ្រងយន្តហោះគ្មានមនុស្សបើកដែលបានព្យួរដប់សាំងរួចហើយបោចុះទៅរកគោដែលឃើញច្បាស់ទាំងនោះដប់កែវបែកសាំងនឹងភ្លើងរួមគ្នាភ្លាមនៅក្បែរអ្នកប្លន់ទាំងនោះរីកដូចផ្កានៃសេចក្តីស្លាប់សំឡេងស្រែកយំឡើងចុះពួកគេមានលើព្រៃតែមិនអាចពន្លត់ភ្លើងដែលបង្កើតដោយមនុស្សខ្ញុំគ្រប់គ្រងយន្តហោះគ្មានមនុស្សបើកដោយធានាថាគ្មាននរណារហូតដល់រូបចុងឈប់តស៊ូក្នុងអណ្ដាតឆេះខ្មៅអស់ទៅហើយភ្លើងនៅតែឆេះយ៉ាងសន្ធោសន្ធៅពន្លឺភ្លើងឆ្លុះក្រហមពាក់នៅទីនោះមានស្នាមសាក់មីងសៀវហួយនិងអំពើលោភលន់ទាំងអស់ពូលីបានរំរបួសរួចដើរទៅមើលកាមេរ៉ាមើលសមុទ្រភ្លើងនៅស្ងៀមយូរហើយដកដង្ហើមធំឲ្យអំពើបាបឆេះអស់ហើយម៉ាក់ក៏ជូតភ្នែកមិនដឹងថាសម្រាប់សៀវហួយឬមីងឈួតនោះទេឬក៏សម្រាប់សោកនាដកម្មគ្មានទីបញ្ចប់នេះខ្ញុំបិទរូបភាពយន្តហោះគ្មានមនុស្សដកដង្ហើមធំការគំរាមកំហែងធំបំផុតជាមួយភ្លើងដែលឆេះអស់គ្នានេះបានរលីបាត់ប៉ុន្តែខ្ញុំដឹងថានៅមានគ្រោះថ្នាក់រូបចម្លាក់មួយមិនទាន់រកឃើញភ្លើងជំរំឆេះពេញមួយយប់ព្រឹកឡើងទើបរលត់បន្តិចម្ដងនៅសល់តែគំនោបាក់បែកខ្មៅដែលមានផ្សែងជាមួយវាលព្រៅស្អាតបង្កើតភាពផ្ទុយគ្នាគួរឲ្យរំខ្យល់ពេញទៅដោយក្លិននិងក្លិនមួយទៀតដែលពិបាកពណ៌ខ្ញុំបើកយន្តហោះគ្មានមនុស្សហោះល្បាតពីលើភូមិក្រៅពីគំនោបាក់បែកភូមិស្ងាត់ខុសពីធម្មតាភូមិដែលនៅរស់បន្ទាប់ពីភ័យរន្ធត់និងប្រយុទ្ធគ្នាលាក់ខ្លួនឬអស់កម្លាំង
ព្រឹកពូលីទ្រាំនឹងរបួសដើរចេញពីកន្លែងលាក់ខ្លួនគាត់ដើរស្រែកហៅអ្នកភូមិយ៉ាងលំបាកទីបំផុតនៅកន្លែងដែលនៅល្អនឹងមានអ្នកចង្អុលប្រាប់ដោយស្ងាត់ក្នុងរណ្ដៅនិងជ្រុងបាក់បែករកឃើញមនុស្ស5 4នៅសល់ក្រៅពីពូលីខ្លួននៅមានកូនប្រសាររបស់មេភូមិចាស់ឈ្មោះនិងកូនប្រុសអាយុ8ឆ្នាំជាងដែលចៅស្ត្រីមេម៉ាយលីនិងបរិះវ័យក្មេង4នាក់បន្ទាប់ពីរូបចម្លាក់ដណ្ដើមជាអ្នកភូមិវ័យក្មេងដែលស្ងាត់ម្នាក់មុខស្លេកស្គមភ្នែកភ័យរន្ធត់និងស្ពឹកខ្លួនមានស្នាមកកនិងស្នាមជាពីការវីតបពីចំណែកឯរងជនត្រូវបានចៅបូដទាញចេញពីក្រោមដីដែលរលំពាក់គាត់កំពុងក្រាញ់នៅជ្រុងមួយខ្លួនប្រឡាក់ខ្វក់ពេលវេលីស៊ូនិយាយដោយសម្លេងត្រជាក់គាត់រួមជាមួយប្រពន្ធដុតជំរុំគេស្លាប់ជាមួយហើយសៀវហួយក៏បាត់ស្ងាត់ឈឹងមួយរួចចាប់ផ្ដើមសាច់ឈួតសើចទៅសើចមកក៏ស្រាប់តែយំសោកមាត់រអ៊ូតមពីម៉ាជីនជីមាសរបស់ខ្ញុំសៀវហួយប្រពន្ធវីឡាសុទ្ធតែជារបស់ខ្ញុំគឺបាត់អស់ហើយគាត់ឈួតទាំងស្រុងអ្នកភូមិឃើញរូបរាងគាត់ខ្លះស្អប់ខ្ពើមខ្លះប្រងើយក៏មានភាពសោកសៅបន្តិចដែរចុងក្រោយគេយកខ្សែចាស់ដែលរកឃើញមកចង់គាត់បោះចូលក្នុងជំរប់គោដែលគេដែលមានខ្យល់ចូលកុំឲ្យគាត់រត់ទៅរករឿងឬតាមរយៈកាមេរ៉ាឃើញអ្វីខ្ញុំដឹងថាដាប់ធ្នាប់ជាមួយភ្លើងនិងភាពឈួតនោះបានដួលរលំទាំងស្រុងភូមិទាំង9នាក់ដែលនៅរស់បាត់អ្នកដឹកនាំហើយស្ទើរតែបាត់បង់អ្វីទាំងអស់បើមិនអាចបង្កើតរបៀបរស់នៅតែអាចធ្វើទៅបានទេអ្វីដែលរងចាំពួកគេមិនមែនស្លាប់ដោយការឈឺគឺស្លាប់ដោយស្ងាត់ពីការអត់ឃ្លានឥឡូវភូមិនៅសល់តែពួកគេរញ៉េញ៉ៃអស់គ្មានអីញ៉ាំគ្មានគំនិតអ្វីប៉ាមើលអ្នកភូមិដែលវង្វេងស្មារតីក្នុងចាំក្រញ៉េវ៉ាន់ឯងថាយើងអាចជួយគេបានទេមិនមែនឲ្យតែអីញ៉ាំហើយចប់ទេតែបង្រៀនគេពីរបៀបរស់ម៉ាក់ស៊ូដោយសារល្បងសម្លេងមានក្តីអាណិតតែក៏មានការប្រុងមេរៀនពីជីវិតមុននឹងចំនួនជីវិតធ្វើឲ្យគាត់ដឹងថាមិនអាចគ្មានគាត់គិតមួយសន្ទុះសម្រាប់ចោលទាំងពួកគេមិនមែនជាមនុស្សជាពិសេសឈុនមីនិងតូដូហ្វឺមិនថាមនុស្ស9 នាក់ក្នុងអាចខ្លាយជាកតាមិនស្ថិតស្ថេរឬក៏ស្លាប់អស់ក៏មិនល្អសម្រាប់បរិស្ថានដែលយើងរស់នៅយូរប៉ុន្តែត្រូវបដូរវិធីខ្ញុំសម្រេចចិត្តថាមិនឲ្យឥតត្រូវឲ្យគេធ្វើការដើម្បីរស់យើងត្រូវការតំបន់ជុំវិញដែលអាចចិញ្ចឹមខ្លួនឯងបានមិនមែនអ្នកចិត្តខាងដែលអាចខ្លាយជាចុកឃ្លានទេប៉ាម៉ាក់មើលមុខគ្នាមុខក្បាលយោហេតុផលនេះខូចខើប៉ុន្តែពិតខ្ញុំរកក្រដាស់និងសរសេរដោយអក្សរស្អាតធ្វើការតាមកំណត់រាល់ថ្ងៃនឹងទទួលបានអាហារការងារនិងវិធីប្រគល់នឹងត្រូវបានណែនាំតាមរូបច្បាប់អាចយកអាហារនិងឧបករណ៍បានយូរថ្នាំពេទ្យបំពេញច្បាប់ឬព្យាយាមវាយប្រហារទទួលខុសត្រូវខ្លួនឯងពិតសម្បត្តិឲ្យល្អព្រឹកថ្ងៃបន្ទាប់ខ្ញុំបើកដ្រូនទម្លាក់វាទៅកន្លែងលោកលីកំពុងប្រមូលជនមេរើសបានមុនគេហើយឲ្យលោកលីអានចប់នៅស្ងៀមមួយសន្ទុះរួចអានចប់ក៏ក្រឡេកមើលអ្នករស់រៀនមានជីវិតដែលកំពុងផ្ដោតអារម្មណ៍ពីគ្រប់គ្នាសម្លេងស្អុកតែមានកម្លាំងចង់រស់នេះជាផ្លូវតែមួយគត់ដែលអ្នកណាចង់ធ្វើនៅទីអ្នកណានៅគិតរឿងអាក្រក់អាចចាក់មានអ្នកណាខាត់ឈុនមេតូដូសើពីអាគារងក់ក្បាលមុនទឹកភ្នែកហូរស្ងាត់យើងធ្វើឲ្យតែកូនមានអ្វីញ៉ាំពូចៅជូតមុខឃើញមានជំនាញបើមិនស្លាប់ទេខ្ញុំទ្រីបស៊ឿននឹងអ្នកខ្លាំងឯទៀតក៏ងក់ក្បាលល្អលោកលីចាប់សម្បត្តិដូច្នេះយើងធ្វើតាមច្បាប់មិនយូរសម្លេងដ្រូនបន្លឺឡើងទម្លាក់ភារកិច្ចចប់នោះមានឧបករណ៍សាមញ្ញនិងផែនទីគូដោយដៃការទី1សម្អាតវត្ថុគ្រោះថ្នាក់នៅគែមប្រាសាទជំរំគូតំបន់សុវត្ថិភាពប្រយ័ត្នភ្លើងចំពូលីចែកការងារតាជើនាំគ្នាសម្អាតលីវសេននិងឈុនមីជួយមើលថែតូចតាខ្ញុំមើលពីលើតាមដ្រូនធានាថាគេធ្វើការប្រុងប្រយ័ត្នគ្រោះថ្នាក់ដែលមិននឹកស្មានធ្វើការរហូតដល់រសៀលទើបបដូរមើលក្នុងក្រោលគោឃើញគាត់រួចពីខ្សែចងកំពុងយកដុំឈូគូលើជញ្ជាំងដីជារង្វង់និងបន្ទាត់ចម្លែកមាត់នៅតែអ៊ូតមភ្នែកស្រអាប់និងវង្វេងខ្ញុំក៏ត្រាស់ហេតុការណ៍នេះរំលឹកខ្លួនឯងឲ្យតាមដានល្ងាចនេះការសម្អាតស្ទើរតែរួចរាល់ខ្ញុំប្រើបំពង់រអិលដែលមានស្រទាប់កាប់នៅក្បែរចម្រោកបញ្ជូនរង្វាន់ដំបង9កញ្ចប់អាហារការក្នុងមួយកញ្ចប់មាននំប៊ីស្គីសាច់ស្ងួតមួយដុំតូចនិងវីតាមីន2គ្រាប់តូចតាទទួលបានកញ្ចប់អាហារដែលនៅក្តៅពីក្នុងចម្រោកភ្នែកគាត់ភ្លឺឡើងដែលខ្ញុំមិនឃើញយូរពីលើម៉ូនីទ័រគាត់ប្រយ័ត្នប្រយែងបាក់នំដាក់ចូលមាត់រួចញឹមដាក់ពូលីជាស្នាមញឹមពិតប្រាកដតាគាត់អង្អែលក្បាលតូចតាមុខក៏ធូរស្រាលដែរឃើញគេចែកគ្នាហូបក្នុងម៉ូនីភាពស្ងប់ស្ងាត់ពិតប្រាកដក្នុងម៉ាក់ខ្ញុំធូរចិត្តបន្តិចនេះរាល់ថ្ងៃតាមការលំបាកនិងវឌ្ឍនភាពការងារគេនឹងទទួលបានខ្ញុំពន្យល់ផែនការនេះដល់ប៉ាម៉ាក់ថ្នាំពេទ្យសម្លៀកបំពាក់ក៏ក្តៅសូម្បីតែចំណេះដាំដុះក៏អាចជាគេសាំនឹងការពឹងផ្អែកលើកម្លាំងពលកម្មដើម្បីទទួលបានធនធានមិនមែនពឹងលើការប្លន់ចុះបើពេលក្រោយគេមានមនុស្សច្រើនបើសិនជាពេលក្រោយគេមានមនុស្សច្រើនឬក៏បើគាត់មានចង់មកឆក់យកទៀតម៉ាក់នៅតែបារម្ភនឹងហើយបានជាក្នុងច្បាប់សរសេរថាផលវិបាកខ្ញុំចង្អុលទៅជញ្ជាំងចម្រុកដ៏ខ្ពស់ក្នុងកាមេរ៉ានិងប្រព័ន្ធការពារដែលឃើញស្រើហើយយើងមានសិទ្ធិចែកធនធាននិងចំណេះដឹងបើគេនៅតែចង់រស់ក្នុងពិភពទឹកកកគេត្រូវតែគោរពច្បាប់ដោះដូរដែលយើងជាអ្នកវាប្រសើរជាងការប្រើកម្លាំងទុកឲ្យគេធ្វើតាមចិត្តដែលមិនអាចទ្រាំបានយូរប៉ុន្មានថ្ងៃបន្ទាប់ខ្ញុំបញ្ជូនភារកិច្ចរាល់ថ្ងៃប្រមូលឈើដែលអាចប្រើបានរឹងកន្លែងស្នាក់នៅដែលគេជ្រកព្រៅស្អាតមកកូលីយកទឹកអ្នកភូមិចាប់ផ្ដើមសាំនឹងចង្វាក់ការងារក៏ចាប់ផ្ដើមប្រសើរឡើងបន្តិចទឹកមុខអស់សង្គ្រាយទៅជាហត់នឿយតែផ្ដោតអារម្មណ៍សន្តាប់ធ្នាប់ថ្មីដែលផ្អែកលើការរស់រានមានចាប់ផ្ដើមដុះពន្លកក្នុងចំណោមបាក់បែកបើមិនដូច្នេះទេពេលត្រួតពិនិត្យខ្ញុំនឹងមើលឲ្យរូបឈួតក្នុងក្រោលគោភាគច្រើនគាត់និយាយរឿងឥតប្រយោជន៍ឬដេកលឺតែភាពឈួតស្រឡះនោះធ្វើឲ្យខ្ញុំមិនស្រួលចិត្តជាពិសេសពេលគាត់និយាយពីមាសធ្វើឲ្យខ្ញុំដល់អណ្ដូងទឹកដោយស្ងាត់ស្ងៀមយប់មួយពេលខ្ញុំបដូរមើលកាមេរ៉ាម្ដងទៀតក្នុងក្រោលគោគ្មានអ្នកខ្ញុំភ័យបដូរកាមេរ៉ាផ្សេងទៀតភ្លាមមិនយូរប៉ុន្មានក្រោមពន្លឺពេលខ្ញុំឃើញរូបរាងមួយកំពុងដើរត្រាស់ពោះទៅកណ្ដាលភូមិកន្លែងអណ្ដូងចាស់ដែលកំពុងត្រូវបានចាក់បំពេញគាត់បានរកវិធីណាមួយបើកទ្វារក្រោលគោដែលខូចឥឡូវកំពុងលុតជង្គង់ក្បែរដៃដែលហាមក្រហមដោយត្រជាក់ចាប់ផ្ដើមជីកយ៉ាងភូមិឃើញហើយគ្មានអ្នកណាហ៊ានទៅរារាំងទេរូបឈួតរបស់គាត់គួរឲ្យខ្លាចហើយអ្នករាល់គ្នាក៏ខ្លាចរឿងចូលខ្លួនដែរទុកឲ្យគាត់រញ៉េញ៉ៃនៅមាត់អណ្ដូងមើលតាមកាមេរ៉ាគ្រប់ចិត្តខ្ញុំមិនរវល់អ្វីយប់ទី3ខ្ញុំបើកដ្រូនទៅលើមាត់អណ្ដូងទៀតស្រែកប្រាប់គាត់ថាឈប់ជីកទៅក្រោមអណ្ដូងគ្មានមាសបើជីកទៀតអញស្លាប់មិនខានគាត់ងើយមើលដ្រូនដោយភ្នែកស្រអាប់ស្រាប់តែញឹមចំអកថាអញបោកខ្ញុំនោះមានមាសពេញសុទ្ធតែរបស់ខ្ញុំគាត់និយាយចប់ក៏បន្តជីកទៀតធ្វើសកម្មភាពឈួតជាងមុនខ្ញុំដឹងថាគាត់ឈួតស្រឡះហើយការព្រមានណាក៏គ្មានខ្ញុំគ្រាន់តែនិយាយនឹងកាមេរ៉ាថានេះជាផ្លូវអញទទួលខុសត្រូវខ្លួនឯងរួចខ្ញុំឈប់ជ្រៀតជ្រែកទុកឲ្យគាត់រស់ស្លាប់តាមធម្មជាតិអ្នកភូមិដែលនៅរស់ត្រូវបានលីស៊ូរៀបចំចាប់ផ្ដើមធ្វើការជាប្រព័ន្ធគេធ្វើតាមការណែនាំរបស់ខ្ញុំតាមត្រង់កែលម្អផ្ទះ3ខ្នងជាប់ធ្វើជាកន្លែងស្នាក់ប្រមូលអស់គ្រប់កន្លែងដែលរកឃើញចែករំលែកកម្ដៅនេះអាចសន្សំសំចៃប្រេងខ្ញុំក៏ប្រើដ្រូនណែនាំពីចម្ងាយឲ្យពួកគេជីកក្រោមដីធ្វើសេតនហភាពក្រោមដីក្ដៅស័ក្តិសមនឹងដាំដំឡូងខ្ញុំបញ្ជូនគ្រាប់ដំឡូងតាមខ្សែអើពន្យល់ពីវិធីអ្នកភូមិធ្វើតាមការណែនាំរបស់ស្រែក្រោមដីមួយដែលមិនធំហើយដាំគ្រាប់ពូជបដូរវេនគ្នាស្រោចទឹកនិងច្រូតដីដើម្បីលើកទឹកចិត្តពួកខ្ញុំបង្កើនការផ្លាស់ប្ដូរបន្តិចម្ដងក្រៅពីអាហារមូលដ្ឋានខ្ញុំក៏ផ្ដល់ឧបករណ៍ឲ្យពួកថ្នាំពេទ្យសូម្បីតែសរសេរចំណេះដឹងដាំដុះលើឲ្យពួកគេតាមត្រង់អ្នកភូមិកាន់តែមានចិត្តចង់ធ្វើការរាល់ថ្ងៃធ្វើការតាន់ពេលសន្តាប់ធ្នាប់ក្នុងភូមិកាន់តែមានស្ថិរភាពថ្ងៃទី4ពូនាំអ្នកភូមិទៅធ្វើការក្បែរមាត់អណ្ដូងស្រាប់តែឃើញអ៊ីហ្វូបាត់អ្នកទាំងអស់គ្នាមើលចុះក្នុងដឹងថាគាត់ធ្លាក់ទៅក្នុងស្រទាប់ទឹកកកខ្លួនគាត់រឹងដូចឈើភ្នែកនៅបើកធំដៃក្តាប់ដីយ៉ាងណែនហាក់ដូចជានៅរោគមាស
អ្នកភូមិទាញសពគាត់ឡើងពីអណ្ដូងជីករណ្ដៅក៏គាត់យ៉ាងសាមញ្ញគ្មានសំបីតែភ្នូលីឈរក្បែរភ្នូគ្រូពេទ្យនិយាយថាអំពើបានសង្ហាអ្នកភូមិឯទៀតក៏ដកដង្ហើមគ្មាននរណានិយាយអ្វីគ្រូពេទ្យម្នាក់នោះលោភលន់ណាស់ចប់បែបនេះក៏សុំនឹងគាត់ដែរខែទី6នៃជ័យតណ្ហាភាពនៅដក60ដល់ដក75អង្សាររដូវរងាដ៏ត្រជាក់បំផុតក៏កន្លងអ្នករស់រៀនមានជីវិតចែកភារកិច្ចគ្នាយ៉ាងច្បាស់លាស់ផ្ទះកម្ដៅតម្រង់ជួរក៏សង់ចែកគ្នាប្រើជញ្ជាំងភ្លើងដុតម្ដងក្ដៅ3បន្ទប់សន្សំអស់បានច្រើនដំឡូងចំនួនទី2ក៏ទុំហើយជីកបាន2ល្អយពេញគ្រប់គ្រាន់សម្រាប់ញ៉ាំមួយរយៈដើម្បីការពារគ្រោះគេសង់ប៉មយាមលើតួក្បែរភូមិប៉មយាមយកកញ្ចក់និងសម្ភារៈឆ្លុះពន្លឺធ្វើជាសញ្ញាបើមានចលនាអ្វីពន្លឺនឹងដាស់តឿនអ្នកល្បាតជីវិតគ្រួសារខ្ញុំនៅក្នុងចម្រុះកាន់តែមានសុវត្ថិភាពកញ្ចក់ក្នុងរូបខ្ញុំនិងឪពុកពង្រេកវាដាំពេងប៉ោះល្ពៅនិងសាឡាត់ឥឡូវចាប់ផ្ដើមចេញផ្លែក្រូចខ្លួនឯងហើយថែមទាំងបង្កើតប្រព័ន្ធចិញ្ចឹមត្រាទឹកក្តៅពីរូងចិញ្ចឹមសារាយធន់និងត្រីទឹកសាបតូចទាំងសម្អាតទឹកទាំងជាអាហារបន្ថែមម្ដាយខ្ញុំរៀបចំខ្សែសង្វាក់កែច្នៃអាហារហាលស្ងួតនិងដាក់អំបិលបន្លែសាច់ដែលលើសធ្វើជាកំប៉ុងទុកយូរភារកិច្ចរបស់ថែរក្សាប្រព័ន្ធទាំងអស់នៅក្នុងចំតាមដានស្ថានភាពខាងក្រៅហើយតាមរយៈដ្រូនឬខ្សែដូរទំនិញនិងព័ត៌មានជាមួយអ្នកភូមិ